ស្ថាននឹងគូគូទៅទៀតហើយថៃគីមហ្នឹងក៏បានជួបតួអង្គមួយទៀតឈ្មោះថាសេងគឺដែលតួអង្គសេងគឺហ្នឹងគូក្បាលគាត់គឺដូចជាអាយស្តែងបានមកចាប់ជាធ្វើជាតួអង្គ anime អញ្ចឹងហើយថៃគីនឹងបានមកប្រាប់អាយស្តែងថាខ្លួននឹងសារភាពស្នេហ៍ទៅលើមិត្តរួមថ្នាក់របស់ខ្លួនម្នាក់ឈ្មោះថាយីស្រីហាប៉ុន្តែនៅពេលដែលកំពុងសារភាពស្នេហ៍របស់គេនោះ God be like no Thai you must not have a girlfriend ក៏បានជះ purify ទៅលើផែនដីធ្វើឲ្យមនុស្សកកទាំងអស់ហ្មងហ្នឹងហើយអញ្ចឹង3700ឆ្នាំក៏បានកន្លងផុតទៅហើយថៃគីនឹងក៏បានបំបែកខ្លួនចេញពីថ្មហើយក៏បានជួបអាយស្តែនដែលអាយស្តែនគាត់បានបំបែកខ្លួនចេញពីថ្មអស់រយៈពេល6ខែហើយអាយស្តែននឹងបានប្រើខួរក្បាលវិទ្យាសាស្ត្ររបស់គាត់នឹងមកបង្កើតផ្ទះអាហារវត្ថុប្រើប្រាស់អីផ្សេងៗសម្រាប់រស់នៅហ្នឹងហើយអាយស្តែនក៏បានព្យាយាមធ្វើថ្នាំមួយដើម្បីជួយមនុស្សបំបែកខ្លួនចេញពីថ្មហ្នឹងហើយថ្នាំហ្នឹងឈ្មោះថា Miracle Water Miracle Fluid Water រាវអភូតហេតុនឹងហើយយ៉ាងខ្ញុំហៅថ្នាំនេះ Purify ហ្មងវាស្រួលស្ដាប់ជាងហើយរបៀបធ្វើថ្នាំ Purify គឺវាតាក់ទងទៅនឹងគីមីវិទ្យាអំពី acid nitric ដែលខ្ញុំមិនមែនវិទ្យាសាស្ត្រអ្វីទេប៉ុន្តែបើនិយាយវាស្រួលស្ដាប់ទៅគឺជាដំបូងយើងយកផ្លែត្រពាំងបាយជូរយកវាទៅជន់ចេញជាទឹករួចធ្វើជាស្រាហើយយើងយកវាទៅលាយនឹងដំណក់ទឹកក្រចៀវឬក៏ទឹកនំក្រចៀវហ្នឹងក្នុងរូងភ្នំហ្នឹងហើយកូរវាឲ្យសព្វរួចយើងយកវាទៅដឹកក្នុងឡទុកប្រហែលជាមួយខែ2ខែទៅបានថ្នាំ Purify ហើយងាយស្រួលណាស់ហ្នឹងហើយនៅពេលដែលបានថ្នាំ Purify នឹងមកសេងគឺនឹងក៏បានឲ្យថ្នាំហ្នឹងទៅថៃជីដើម្បីយកថ្នាំទៅជួយយឺស្រីហាប៉ុន្តែមិនដឹងមិនទេវតាប្រហែលជាចង់បែងបាក់គូព្រេងពីរនាក់ហ្នឹងដូចម្ដាយទុំបែងបាក់ទុំទាវអញ្ចឹងក៏បានប្រឡែងខ្លាមកដេញខំហើយធ្វើឲ្យសេងគឺតច្រកក៏បានយកថ្នាំហ្នឹងទៅជួយសិក្ខាសាដែលជាសិស្សម្នាក់ដ៏ខ្លាំងក្លានៅក្នុងទីក្រុងរបស់គេហើយសិក្ខាសាហ្នឹងគឺគាត់ពិតជាខ្លាំងមែនតើហ្មងដែលខ្ញុំមិនដឹងគាត់ស៊ីទេដែលសិក្ខាសាហ្នឹងគាត់អាចសម្លាប់តោដោយប្រើកណ្ដាប់ដៃបានហ្នឹងហើយដៃហ្នឹងសាច់ឆ្អឹងហ្នឹងយកទៅវាយតោទៅងាប់ហើយហ្នឹងហើយវិទ្យាសាស្ត្រគឺវាអញ្ចឹងកុំសួរលេងដោច្រើនហ្នឹងហើយក្រោយពីបានជួយសេងគឺនឹងថៃជីរួចសិក្ខាសានឹងក៏បានតាំងខ្លួនជាអ្នកប្រមាញ់សត្វដើម្បីធ្វើជាអាហារដល់ក្រុមហើយថ្ងៃមួយនៅពេលដែលកំពុងញ៉ាំត្រីហ្នឹងអាយស្តែននឹងក៏បានចោទសំណួរមួយសួរថាតើអ្វីទៅដែលសំខាន់ក្នុងការជួយឲ្យការរស់នៅងាយស្រួលហើយដោយសារតែពាក្យហ្នឹងគាត់ IQ គាត់ទាបពេកអាយស្តែនក៏បានប្រាប់ថាគឺកាល់ស្យូមកាបូណេតហ្នឹងហើយកាល់ស្យូមកាបូណេតហ្នឹងមានអត្ថប្រយោជន៍4យ៉ាងគឺទី1យើងអាចយកវាធ្វើជាជីដាំដំណាំទី2យើងអាចយកវាធ្វើជាស៊ីម៉ង់និងឥដ្ឋហើយទី3យើងអាចយកវាធ្វើជាសាប៊ូដើម្បីដោះខ្លួនបណ្ដេញមេរោគហើយទី4អៃស្តែនក៏បានប្រាប់ទេទុកឲ្យយើងឆ្ងល់នឹងអញ្ចឹង spoiler alert ទី4ហ្នឹងគឺគ្រាប់មិនសែវដោយសារតែសេងគឺមិនសូវទុកចិត្តលើសិក្ខាសានឹងម៉ានេះអញ្ចឹងប្រុងទុកគ្រាប់មិនសែវដើម្បីជាអាវុធចុងក្រោយដើម្បីប្រយុទ្ធជាមួយសិក្ខាសានឹងអូហ្នឹងហើយភ្លេចប្រាប់កាល់ស្យូមកាបូណេតហ្នឹងគឺធ្វើឡើងដោយយកខ្យងសមុទ្រមកដុំវាឲ្យម៉ត់លុះព្រឹកឡើងពួកគេក៏បានចាប់ផ្ដើមទៅប្រមូលសម្បកខ្យងនៅសមុទ្រហើយសិក្ខាសានឹងក៏បានមើលទៅលើសមុទ្ររួចក៏បានរៀបរាប់អំពីប្រវត្តិរបស់ខ្លួនដែលនៅក្មេងនឹងសិក្ខាសានឹងបានមកប្រមូលសម្បកខ្យងនៅសមុទ្រដើម្បីធ្វើជាខ្សែកឲ្យប្អូនស្រីរបស់ខ្លួនដែលនាងកំពុងធ្វើការវះកាត់នៅពេលនោះស្រាប់តែមានបុរសស្រវឹងស្រាម្នាក់បាន
ដែលជាម្ចាស់នៅសមុទ្រនោះក៏បានមកវាយសិរសារហូតដល់មុខមើលលែងយល់ដោយសារតែគាត់គិតថាសិរសាលួចសំបកខ្យងនៅសមុទ្រនឹងឯខ្ញុំមិនដឹងគាត់មកពីពិភពណាទេដោយគ្រាន់តែរើសសំបកខ្យងសោះក៏ខុសដែរអាសូរថាយើងលួចស្ទូចត្រីទេវារៀងខុសច្បាប់អានេះគ្រាន់តែរើសំបកខ្យងនៅលើសមុទ្រធម្មតាសោះហ្នឹងនិយាយចប់សិរសាក៏បានវាយកំទេចក្បាលរូបចម្លាក់មួយធ្វើឲ្យមនុស្សក្នុងរូបចម្លាក់នោះស្លាប់ហើយសិរសាក៏បានសួរសេងគឺថាតើសេងគឺចង់ជួយមនុស្សលើលោកទាំងអស់មែនរួមទាំងមនុស្សអាក្រក់ពុករលួយនិងលុបលន់ដែរមែនដែលសិរសាគាត់គិតថានៅពេលដែលយើងជួយពួកនឹងរួចពួកនឹងប្រកាសជាដឹងគុណយើងមុនហើយប៉ុន្តែនៅពេលដែលសង្គមចាប់ផ្ដើមអភិវឌ្ឍលូតឡើងដោយធម្មតាវិញនោះពួកអ្នកមានអំណាចនិងមហាសេដ្ឋីហ្នឹងក៏បានចាប់ផ្ដើមទាមទារលុយទាមទារពន្ធវិញធ្វើឲ្យពិភពលោកដូចដើមវិញដដែលដែលអ្នកនរគ្នាដឹងស្រាប់ហើយមនុស្សយើងឥឡូវបំផ្លាញផែនដីលឿនជាងគាត់ប្រយ៉ងនៅម៉ោងប្រឡងទៀតហើយសិរសាគាត់ចង់បានពិភពលោកដូចដើមវិញចឹងឯងចឹងគាត់ចង់កែប្រែពិភពលោកដោយសម្លាប់មនុស្សធំនឹងចោលឲ្យអស់ទុកតែពួកក្មេងៗនិងយុវជនដែលមានចិត្តស្លូតត្រង់តែប៉ុណ្ណោះហើយសេងគឺគឺអត់ចង់ចូលរួមក្នុងផែនការដ៏សាហាវមួយនេះទេដែលសេងគឺនឹងគាត់ស្រឡាញ់តែវិទ្យាសាស្ត្រហើយគាត់ចង់ប្រើវិទ្យាសាស្ត្រដើម្បីជួយមនុស្សលើលោកទាំងអស់អញ្ចឹងតើសេងគឺដែលមានគូក្បាលដូចជាអៃនស្តាញអាចវាយឈ្នះជាមួយនឹងសិរសាដែលមានកម្លាំងដូចជា Superman ដែរទេបើអ្នកនរគ្នាចង់ដឹងការរបស់សេងគឺធ្វើម៉េចកុំឲ្យសិរសានឹងដឹងអំពីថ្នាំ Purify នឹងប៉ុន្តែថៃជឿវាមកចង្រៃអីវាមកធ្វើឲ្យផែនការរបស់អៃនស្តាញខូចអស់ដែលធ្វើឲ្យសិរសានឹងដឹងអំពីថ្នាំ Purify នឹងអញ្ចឹងថៃជឿត្រូវបង្កើតអញ្ចឹងសេងគឺត្រូវបង្កើតផែនការមួយទៀតដោយផែនការហ្នឹងគឺសេងគឺនឹងគឺបានបញ្ឆោតឲ្យសិរសានឹងចេញទៅរកគ្រឿងផ្សំសម្រាប់ធ្វើថ្នាំ Purify នឹងក្រោយពីបោកប្រាស់សិរសាបានរួចសេងគឺក៏បានប្រញាប់ទៅយកថ្នាំ Purify នឹងជួយសង្គ្រោះយូស្រីហានឹងនៅពេលជួយយូស្រីហារួចសេងគឺក៏បានប្រាប់ថៃឈីថាឲ្យនាំយូស្រីហារត់ទៅប៉ុន្តែថៃឈីមិនព្រមក៏បានស្ម័គ្រចិត្តនៅជួយសេងគឺប្រយុទ្ធជាមួយសិរសានឹងអញ្ចឹងសេងគឺក៏បានប្រាប់អំពីគម្រោងរបស់សិរសាដែលគម្រោងហ្នឹងគឺចង់សម្លាប់គឺសិរសាគឺចង់សម្លាប់មនុស្សធំលើលោកទាំងអស់ធ្វើឲ្យថៃឈីនិងយូស្រីហាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនោះថៃឈីសិរសាក៏បានត្រឡប់មកវិញហើយក៏បានថៃឈីក៏បានឃើញនៅសាកសពថ្មនៅក្នុងដៃសិរសានឹងធ្វើឲ្យថៃឈីឃើញយ៉ាងខ្លាំងក៏បានរត់ទៅប្រយុទ្ធជាមួយសិរសានឹងសេងគឺឃើញដូច្នេះក៏តច្រកក៏បានរត់ទៅយកព្រួញមកបាញ់សិរសានឹងប៉ុន្តែព្រួញនឹងខ្ញុំមិនដឹងមិនទេបាញ់ជាងមកឡើង slow មែនតើហ្មងដល់ណាសិរសានឹង free style ចាប់ព្រួញបានឲ្យទាត់ថៃឈីមួយជើងទៀតនៅពេលសេងគឺនឹងថៃជីប្រយុទ្ធចាញ់សិរសារួចសិរសានឹងក៏មិនប្រកាន់អីបានដែរគ្រាន់តែប្រាប់ឲ្យសេងគឺថាកុំឲ្យមករៀបរៀងផែនការរបស់ខ្លួននោះបានហើយនិយាយចាប់សិរសាក៏បានត្រឡប់ទៅព្រៃវិញនៅពេលនោះសេងគឺក៏បានយកឱកាសនោះរត់គេចខ្លួនហើយរកកន្លែងដែលមានសុវត្ថិភាពដើម្បីបង្កើតគ្រាប់បែកដើម្បីបញ្ឈប់សិរសានឹងប៉ុន្តែនៅពេលដែលកំពុងរត់គេចខ្លួននោះសេងគឺក៏បានជួបនៅឧបសគ្គមួយគឺថាអត់ដឹងកន្លែងខ្លួនឯងនឹងនៅណាឯងអញ្ចឹងវាធ្វើឲ្យពិបាកក្នុងការរកទីតាំងស្នាក់នៅពេលនោះយូស្រីហាក៏បាននឹកឃើញអំពីផ្លូវទៅវត្តមួយដែលនៅពីទូចហ្នឹងឪពុកម្ដាយនាងតែងតែនាំមកលេងនៅវត្តហ្នឹងអញ្ចឹងសេងគឺនិងថៃគឺនឹងក៏បាននាំគ្នារត់ទៅតាមយូស្រីហារហូតទៅដល់វត្តមួយដែលមានរូបចម្លាក់ព្រះពុទ្ធយ៉ាងធំនៅពេលទៅដល់វត្តនោះសេងគឺនឹងគឺដឹងកន្លែងទីតាំងរបស់ខ្លួនឯងនៅណាហើយអញ្ចឹងវាធ្វើឲ្យងាយស្រួលក្នុងការស្វែងរកទីតាំងដទៃទៀតអញ្ចឹងសេងគឺក៏បានជ្រើសរើសយកភ្នំមួយឈ្មោះថាហាកូណេដែលភ្នំហ្នឹងគឺវាសម្បូរទៅដោយ hot spring ដែលមានទឹកក្តៅអញ្ចឹងពួកគេក៏បាននាំគ្នាចេញដំណើរដើរនិងឆ្លងទន្លេទាំងយប់ទាំងថ្ងៃរហូតដល់ភ្នំហាកូណេហ្នឹងហើយមូលហេតុដែលសេងគឺជ្រើសរើសយកភ្នំហ្នឹងគឺដោយសារតែទី1គឺភ្នំហ្នឹងវាមានទឹកក្តៅសម្រាប់ងូតទី2គឺសេងគឺនឹងចង់យកសារធាតុមួយយ៉ាងដែលមាននៅលើភ្នំហ្នឹងឯងគឺសារធាតុ
ស្ពាន់ធម៌ហើយស្ពាន់ធម៌នឹងជាធាតុមួយប្រភេទដែលមានសម្បុរលឿងខ្ចីសាច់ស្រួយក្លិនស្អុយឈ្ងុយដុតឆេះសម្រាប់ប្រើការផ្សំជារំសាវពណ៌ឬផ្សំជាថ្នាំជាដើមនឹងឲ្យដូចខ្ញុំនិយាយចឹងក្នុង anime ហ្នឹងគឺស្បូវជាសាសច្រើនណាស់សូម្បីតែអ្នកនរគ្នាមើល anime ហ្នឹងក៏ឡើង IQ តិចតួចដែរនឹងឲ្យសូម្បីតែខ្ញុំតាំងពីគេបិទសាលាដោយសារតែកូណាមកគីមីវិទ្យាខ្ញុំចង់ភ្លេចអស់លេងឯងសូម្បីតែស្ពាន់ធម៌ហ្នឹងខ្ញុំមិនដឹងជាស្អីផងទៅតែមើលអេពីសូតថ្ងៃហ្នឹងមិនដឹងថាស្ពាន់ធម៌ហ្នឹងជាអីអញ្ចឹងនៅពេលធ្វើក្របរំសាវបានសេងគឺនឹងគឺចង់ធ្វើក្របបែកនឹងកំភ្លើងថែមទៀតនៅពេលនោះស៊ឺសាក៏បានដឹងអំពីផែនការរបស់សេងគឺនឹងថាបើសេងគឺនឹងធ្វើក្របរំសាវកំភ្លើងនឹងបានសេងស៊ឺសានឹងមិនអាចយកឈ្នះសេងគឺនឹងបានទៀតទេអញ្ចឹងស៊ឺសាស្លន់ដែរហ្នឹងលុះយប់ឡើងថៃជឿនឹងយឺស្រីហាក៏បានចូលទៅមួយទឹកក្តៅនឹងហើយកន្លែងហ្នឹងថៃជឿធ្វើឲ្យខ្ញុំអស់សង្ឃឹមមែនតើមកកន្លែងហ្នឹង男として卑怯な気がしてならん人類を皆助けるその時こそ3700年越しで俺の話の続きを聞いてくれないかゆずりはនឹងអាចចរិតនិយាយយើងមកភូស៊ីអំងស្អីចាំដល់ជួយមនុស្សលើលោកអស់បានហ៊ានសារភាពស្នេហ៍ហើយបើតាមខ្ញុំដឹងមនុស្សលើលោកទាំងអស់មានប្រហែលជា7.9 billion នាក់ហើយល្មមថាជួយមនុស្សនឹងអស់ប្រហែលជាងាប់ single បាត់មកអញ្ចឹងព្រឹកឡើងសេងគឺក៏បានចាប់ផ្ដើមបង្កើតក្របរំសាវនឹងដោយក្របរំសាវនឹងវាមានរូបមន្ត3យ៉ាងគឺទី1គឺស្ពាន់ធម៌ដែលមាននៅចិត្តកន្លែងទឹកក្តៅ hot spring ហ្នឹងទី2គឺធ្យូងទី3គឺ potassium nitrate រួចយកពួកហ្នឹងកូរវាឲ្យសព្វមកហើយដុំវាឲ្យវារឹងជាងបានជាក្របបែកហ្នឹងហើយអារូបមន្តធ្វើក្របបែក3ហ្នឹងវាអាចធ្វើជាក្របបែកបានមែនតើណាបើណាគេក្លាហាននេះអាចយករូបមន្តហ្នឹងទៅធ្វើក្របបែកលេងហើយអូនហ្នឹងហើយខ្ញុំភ្លេចប្រាប់អាវិធីធ្វើក្របបែកហ្នឹងបើអ្នកនរគ្នាធ្វើប្រហែសអីអ្នកនរគ្នាអាច say goodbye to your arm and legក្រោយពីធ្វើក្របបែកបានជោគជ័យសេងគឺនឹងចង់ប្រើក្របបែកទៅចរចាជាមួយស៊ីកសានឹងពីព្រោះសេងគឺអត់ចង់ប្រហូរឈាមមួយស៊ីកសានឹងឯងប៉ុន្តែបើការចរចានឹងវាបរាជ័យប្រហែលជា2នាក់នឹងម្នាក់ក៏ត្រូវតែសម្លាប់ហើយនៅពេលនោះស្រាប់តែមានផ្សែងភ្លើងមួយហោះឡើងលើអាកាសដែលអាចថាជាសញ្ញាមួយដែលមនុស្សលើផែនដីហ្នឹងគឺមិនតន់ងាប់អស់ទេអញ្ចឹងសេងគឺបានប្រើអាកាសនោះយកក្របបែក3ទៅបំផ្ទុះធ្វើជាផ្សែងខ្មៅដែលជាសញ្ញាតបទៅវិញប៉ុន្តែការធ្វើបែបនេះគឺធ្វើឲ្យស៊ីកសានឹងដឹងអំពីកន្លែងលាក់ខ្លួនរបស់សេងគឺនឹងអញ្ចឹងស៊ីកសាក៏បានយកអាកាសនោះទៅចាប់យឺស៊ីហាធ្វើជាចំណាត់ខ្មាំងហើយគំរាមឲ្យសេងគឺនឹងប្រាប់អំពីរូបមន្តនៃថ្នាំ Purify ហើយនឹងឈប់បង្កើតក្របរំសាវទៀតសេងគឺអស់ជំរឿសក៏បានប្រាប់អំពីរូបមន្តនៃថ្នាំ Purify នឹងនៅពេលដែលដឹងអំពីរូបមន្តរួចស៊ីកសានឹងក៏គ្មានមូលហេតុអីដែលទុកឲ្យសេងគឺនៅរស់ទៀតដែរដោយសារតែសេងគឺនឹងគឺចេះតែមករៀបរៀងផែនការរបស់ខ្លួនប៉ុន្តែស៊ីកសានឹងបានផ្ដល់ឱកាសឲ្យសេងគឺថាបើសេងគឺនឹងឈប់លេងនឹងប្រើប្រាស់វិទ្យាសាស្ត្រស៊ីកសានឹងប្រហែលជាអាចទុកជីវិតឲ្យសេងគឺនឹងបានប៉ុន្តែប្រាប់ឲ្យសេងគឺនឹងឈប់លេងជាមួយវិទ្យាសាស្ត្រដូចជាប្រាប់ឲ្យក្មេងឈប់ប្រើទូរស័ព្ទចឹងអញ្ចឹងសេងគឺក៏បានគិតពិចារណារួចក៏បាននឹកឃើញការថាការពីនៅតូចហ្នឹងសេងគឺនឹងមានបំណងប្រាថ្នាចង់ឡើងទៅភពអាកាសដោយសារតែបំណងប្រាថ្នាមួយនេះហើយទៅធ្វើឲ្យសេងគឺនឹងព្យាយាមសិក្សាអំពីវិទ្យាសាស្ត្រយ៉ាងខ្លាំងក្រោយពីគិតរួចសេងគឺនឹងក៏បានបដិសេធចឹងស៊ីកសាក៏បាននិយាយពាក្យលាទៅសេងគឺរួចក៏បានវាយបំបាក់ឆ្អឹងកធ្វើឲ្យសេងគឺនឹងងាប់ភ្លាមតែម្ដងចឹង anime ក៏បានចប់ fin និយាយលេងសោះបើតួ anime នឹងងាប់ថៃនឹងចេះឡើងដើមឈើបាត់ហើយមូលហេតុដែលសេងគឺនឹងអត់តន់ស្លាប់នឹងគឺដោយសារតែនៅកន្លែងករបស់សេងគឺនឹងគឺវានៅជាប់ថ្មអញ្ចឹងអាថ្មនឹងវាជួយការពារនៅពេលដែលស៊ីកាសានឹងវាយកន្លែងកនឹងអញ្ចឹងថៃជឿនឹងក៏បានប្រញាប់យកថ្នាំ Purify ជះទៅលើអាកន្លែងកនឹងជួយដើម្បីជួយជីវិតសេងគឺនឹងនៅពេលនោះសេងគឺក៏បាននឹកឃើញអំពីការដែលខ្លួនបានបំបែកចេញពីថ្មលើកដំបូងហើយបានជួបពួកអាស្វា3នាក់ហ្នឹងដែលពួកអាស្វា3នាក់ហ្នឹងខំមើលសេងគឺនឹងបង្កើតភ្លើងដុំថ្មបង្កើតរវត់និងប្រមាញ់សัตว์រហូតដល់សង់ផ្ទះនិងមានកៅអៅពាក់ទៀតប៉ុន្តែ
តែសេងគឺនឹងគឺនៅជួបការលំបាកយ៉ាងខ្លាំងដោយសារតែខ្លួនឯងនឹងមានតែម្នាក់ឯងអញ្ចឹងសេងគឺបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរកមធ្យោបាយដើម្បីជួយថៃជឺណាឥឡូវហ្នឹងថៃជឺនឹងក៏ខិតខំប្រឹងប្រែងជួយសេងគឺវិញផងដែរនៅពេលនោះសេងគឺក៏បានដឹងខ្លួនឡើងវិញហើយក៏បានអរគុណថៃជឺនិងយូស្រីហានឹងនៅពេលនោះយូស្រីហាស្រាប់តែសួរសេងគឺថាបើមនុស្សថ្មហ្នឹងវាបាក់បែកហ្នឹងបើយើងផ្គុំវាចូលឡើងវិញហើយយើងចេះណាំ purify ហ្នឹងតើយើងអាចជួយបានដែរឬទេហើយសេងគឺក៏បានឆ្លើយថាអត់បានទេបើយើងធ្វើអញ្ចឹងទៅវាចេញជាសាកសពទៅទេវិញហ្មងហើយសេងគឺក៏បានមកចិត្តយូស្រីហាហើយក៏បានផ្ដល់ mission មួយថាឲ្យថៃជីនិងយូស្រីហាហ្នឹងទៅលួចស៊ើបអង្កេតនិងតាមដានសកម្មភាពរបស់ស៊ឺសានឹងដោយសារតែស៊ឺសាឥឡូវគិតថាសេងគឺស្លាប់ហើយអញ្ចឹងសេងគឺចង់ប្រើឱកាសនោះដើម្បីទៅប្រមូលកម្លាំងនឹងមនុស្សដើម្បីបង្កើតអាវុធវិទ្យាសាស្ត្រហើយទៅប្រយុទ្ធជាមួយស៊ឺសានឹងម្ដងទៀតនិយាយគ្នាចប់ពួកគេក៏បានចែកផ្លូវគ្នានៅពេលស៊ឺសាកំពុងតែដើរនឹងស្រាប់តែមានក្មេងស្រីម្នាក់កំពុងមកដើរតាមខ្លួនហើយស៊ឺសាគិតថាក្មេងស្រីម្នាក់នឹងប្រហែលជាត្រូវបានថៃជីនិងយូស្រីហានឹងជួយហើយនៅពេលដែលស៊ឺសានឹងកំពុងភ្លេចខ្លួនក្មេងស្រីម្នាក់នោះក៏បានទាញកាំបិតពីរមកកាប់ស៊ឺសានឹងហើយមូលហេតុដែលនាងមកវាយស៊ឺសាគឺដោយសារតែនាងបានឃើញស៊ឺសានឹងចាប់យូស្រីហាងធ្វើជាចំណាត់ខ្មាំងហើយគំរាមសេងគឺហើយសម្រាប់សេងគឺទៀតដែលមូលហេតុនេះឲ្យធ្វើឲ្យនាងខឹងយ៉ាងខ្លាំងហើយស៊ឺសាគិតថាក្មេងស្រីម្នាក់ហ្នឹងមិនសូវខ្លាំងម៉ានទេហើយក៏មិនខ្វល់ម៉ានដែរអញ្ចឹងស៊ឺសាក៏បាននិយាយពាក្យលាហើយក៏បានវាយម្ដាយហើយកាប់ដើមឈើមកសង្កត់ពីលើនាងតែម្ដងនៅពេលនោះសេងគឺបានឃើញហើយក៏បានរត់មកជួយនាងដោយប្រើធរនិមិត្តដោយសេងគឺនឹងបានបង្កើតឧបករណ៍មួយដែលអាចលើកឈើនឹងកើតនៅពេលដែលជួយនាងរួចនាងក៏បានអរគុណហើយក៏បានប្រាប់ឈ្មោះរបស់នាងថានាងគឺឈ្មោះកូហាគឺហើយកូហាគឺនឹងជួយចិត្តសេងគឺដែលធ្វើឲ្យសេងគឺច្រឡំស្មានថានាងលួចស្រឡាញ់ខ្លួនដែលធ្វើឲ្យពីរនាក់នឹងឆ្លោះគ្នាបន្តិចតួចទៅក្រោយមកកូហាគឺនឹងក៏ចង់ជួយសេងគឺនឹងអញ្ចឹងនាងក៏បាននាំសេងគឺទៅភូមិរបស់នាងដើម្បីសហការគ្នាប្រយុទ្ធជាមួយស៊ឺសានឹងក៏បានឃើញកូហាគឺនឹងលើកធុងទឹកដ៏ធ្ងន់មួយអញ្ចឹងហើយសេងគឺនឹងគេចង់ធ្វើចរិតពណ៌ស្អាតក៏បានស្ម័គ្រចិត្តទៅលើកទឹកនឹងជំនួសប៉ុន្តែសេងគឺនឹងគិតតែហាត់ពីខួរក្បាលអត់ដែលហាត់ពីរាងកាយទេអញ្ចឹងកម្លាំងគឺអន់ជាងស្រីទៅទៀតដោយដឹងថារាងកាយនិងកម្លាំងរបស់ខ្លួនឯងអន់ហើយអញ្ចឹងហើយសេងគឺនឹងក៏បានប្រើខួរក្បាលវិទ្យាសាស្ត្ររបស់ខ្លួននឹងដើម្បីទៅបង្កើតយានជំនិះមួយដើម្បីនាំពួកគេទៅភូមិនឹងលឿននៅពេលទៅដល់ភូមិនឹងហើយភូមិនឹងគឺវាមានលក្ខណៈគួរសមមិនធំប្រមាណទេដែលភូមិមួយហ្នឹងគឺវាមានប្រជាជនចំនួន40នាក់ហើយមានផ្ទះចំនួន13នាក់អញ្ចឹងហើយក្នុងមួយផ្ទះហ្នឹងមានសមាជិកប្រហែលជា2ទៅ4នាក់ឯងនៅពេលដែលសេងគឺចង់ចូលទៅក្នុងភូមិហ្នឹងក៏ត្រូវបានអ្នកយាម2នាក់ហាមមិនឲ្យចូល Xin thô, bi xin. Anh mới là pi đây phù mà anh ấy. ហើយអ្នកយាម2នាក់ហ្នឹងអត់ឲ្យសេងគឺចូលគឺដោយសារតែវិន័យក្នុងភូមិហ្នឹងគឺថាហាមអ្នកក្រៅចូលទៅក្នុងភូមិហ្នឹងទោះបីជាសេងគឺនឹងជួយជីវិតកូហាគឺនឹងក៏ដោយអញ្ចឹងហើយកូហាគឺនឹងក៏ខឹងយ៉ាងខ្លាំងក៏បានបបួលអ្នកយាម2នាក់ហ្នឹងវាយពីមួយហើយដោយសារតែពួកហ្នឹងវាខ្លាចពេកវាហ៊ានវាយឯងអញ្ចឹងសេងគឺនឹងក៏បានយកសាប៊ូផ្លុំធ្វើពេកប៉ោងហើយនៅពេលអ្នកយាម2ហ្នឹងវាឃើញពេកប៉ោងហ្នឹងគឺវាភ័យស្លន់ដល់នឹងជាស្អីគឺដូចជាកូនក្មេងយក3ឆ្នាំអញ្ចឹងប៉ុន្តែនៅក្នុងភូមិហ្នឹងប្រហែលជាមានអ្នកចេះដឹងអំពីវិទ្យាសាស្ត្រតិចតួចដែរតែបានប្រាប់អ្នកយាម2ហ្នឹងថាអាហ្នឹងគ្រាន់តែជាពេកប៉ោងចេញមកពីទឹកទេវាមិនមែនវត្ថុចម្លែកមកគុំចម្លែកស្អីទេហើយអ្នកប្រាប់ហ្នឹងមានឈ្មោះថា Chrome ហើយអ្នកនិពន្ធហ្នឹងដូចជាខ្វះឈ្មោះដាក់ដោយទៅផ្ទះ Google Chrome ចូលកណ្ដាលមុខគ្នាហើយហៅគ្នាថា Chrome យកមកហើយ Chrome ហ្នឹងបានបបួលសេងគឺហ្នឹងទៅប្រកួតវិទ្យាសាស្ត្រមួយគ្នាហ្នឹងហើយបបួលសេងគឺប្រកួតវិទ្យាសាស្ត្រដូចជាក្មេងថ្នាក់ទី1ហ្នឹងបបួលក្មេងថ្នាក់ទី12ប្រកួតគណិតចឹងអញ្ចឹង Chrome ហ្នឹងក៏បានអួតនឹងបង្ហាញនៅអំពីវិទ្យាសាស្ត្ររបស់ខ្លួនដែល Chrome ហ្នឹងគឺអាចធ្វើឲ្យភ្លើងហ្នឹងប្រែពណ៌បានធ្វើឲ្យមនុស្សជុំវិញខ្លួនហ្នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែចំពោះសេងគឺវិញគឺមើលទៅគឺដូចជាកូនក្មេងលេងជាមួយភ្លើងចឹងដោយ Chrome ហ្នឹងគឺគ្រាន់តែកុំព្យូទ័រនិងស្ពាន់ធម៌ចូលទៅក្នុងភ្លើងហ្នឹងធ្វើឲ្យភ្លើងហ្នឹងប្រែពណ៌នៅពេលដែលវិទ្យាសាស្ត្ររបស់ខ្លួនហ្នឹងបោកសេងគឺមិនកើត Chrome ហ្នឹងក៏បានទាញយកវត្ថុវិទ្យាសាស្ត្រចុងក្រោយរបស់ខ្លួនដែលអាចបង្កើតចេញជាចរន្តអគ្គិសនីបាន
ហើយអាហ្នឹងវាគ្មានអីហ្មងដែរហ្នឹងគ្រាន់តែយកស្ពាន់ធម៌ចូលទៅដុតវាឲ្យវាចេញជារូបរាងមកបានណាអាហ្នឹងមនុស្សយើងហកឃើញនៅសតវត្សទី12ហើយបើយើងយកអាហ្នឹងទៅញីជាមួយនឹងកណាត់វាអាចបង្កើតជាចរន្តអគ្គិសនីខ្លាំងជាងហ្នឹងទៀតនៅពេលដែលវិទ្យាសាស្ត្ររបស់ខ្លួននឹងចាញ់សេងគឺនឹងក្រុមនឹងក៏បានបបួលសេងគឺនឹងប្រកួតកណិតវិញម្ដងថាបើសេងគឺអាចយកឈ្នះក្រុមនឹងបានក្រុមនឹងឲ្យសេងគឺចូលទៅក្នុងផ្ទះរបស់ក្រុមនឹងមិនតែបើសេងគឺនឹងចាញ់សេងគឺត្រូវតែចេញពីភូមិរបស់ពួកគេវិញនៅពេលសេងគឺឈ្នះក្រុមរួចសេងគឺនឹងក៏បានចូលទៅក្នុងផ្ទះរបស់ក្រុមនឹងចំណែកឯកូហាគឺវិញគឺបានយកធុងទឹកដើម្បីទៅឲ្យបងស្រីរបស់នាងហើយក្នុងផ្ទះរបស់ក្រុមនឹងសេងគឺនឹងបានឃើញថ្មច្រើនដែលក្រុមនឹងបានប្រមូលដើម្បីយកមកសិក្សាវាអញ្ចឹងសេងគឺនឹងក៏បានយកថ្មមួយឈ្មោះថាស៊ីនីបាដែលថ្មនឹងនៅពេលដែលយើងដុតវាទៅវាអាចប្រែទៅជាបារ៉តបានហើយបើអ្នកនរអស់នេះអាចស្គាល់បារ៉តនឹងជាស្អីទេបារ៉តនឹងគឺវាមានរូបរាងចែកហើយពីច្រើនគេច្រើនប្រើបារ៉តនឹងនៅក្នុងប្រដាប់វាស់កម្ដៅរួចសេងគឺនឹងក៏បានយកកតិកមាសនឹងលាយជាមួយនឹងបារ៉តដើម្បីប្រែពណ៌បារ៉តនឹងទៅជាមាសបន្ទាប់មកសេងគឺក៏បានយកលំពែងរបស់អ្នកយាមនឹងលាយជាមួយបារ៉តដើម្បីធ្វើជាលំពែងមាសឲ្យអ្នកយាមនឹងហើយអ្នកយាមនឹងជួយគិតលំពែងមាសនឹងយ៉ាងខ្លាំងប៉ុន្តែនៅតែអត់ឲ្យសេងគឺចូលអញ្ចឹងហើយសេងគឺត្រូវយកចិត្តអាអ្នកយាមនឹងបន្ថែមទៀតនៅពេលយកចិត្តពួកអ្នកយាមនឹងរួចសេងគឺនឹងក្រុមនឹងក៏បាននាំគ្នាត្រឡប់ទៅផ្ទះក្រុមនឹងវិញនៅពេលនោះសេងគឺនឹងក៏បានឃើញរុក្ខជាតិថ្នាំជាច្រើនដែលក្រុមនឹងបានប្រមូលទុកដើម្បីរកថ្នាំបន្សាបជួយយឺរីដែលជាបងស្រីរបស់គ្រូហាគឺនឹងមូលហេតុនេះហើយទើបធ្វើឲ្យក្រុមនឹងខិតខំសិក្សាអំពីវិទ្យាសាស្ត្រនឹងយ៉ាងខ្លាំងចំណែកឯគូហាគឺវិញគឺកំពុងតែនិយាយជាមួយបងស្រីរបស់ខ្លួនដែលបងស្រីរបស់ខ្លួននឹងបានប្រាប់គូហាគឺនឹងថាកុំឲ្យទៅកន្លែងណាដែលគ្រោះថ្នាក់ទៀតពីព្រោះបងស្រីរបស់ខ្លួននឹងមិនអាចរស់នៅបានយូរទៀតទេនៅយប់ឡើងសេងគឺក៏បានប្រាប់នឹងរៀបរាប់អំពីការលូតលាស់និងការរីកចម្រើនអំពីវិទ្យារបស់មនុស្សកាលពី 3700 ឆ្នាំមុនដោយមនុស្សយើងនឹងបានកសាងអគារធំៗនិងបច្ចេកវិទ្យាទូរស័ព្ទទំនើបហើយបានបង្កើតយានយន្តនិងយានហោះដើម្បីជិះលើគោកនិងហោះទៅលើអាកាសហើយក៏បានបង្កើតមីស៊ីលដើម្បីហោះទៅឋានព្រះច័ន្ទនិងបង្កើតមនុស្សយន្តដើម្បីជួយមនុស្សក្នុងការរស់នៅជារៀងរាល់ថ្ងៃនឹងប៉ុន្តែនៅថ្ងៃមួយហ្នឹងទេវតាប្រហែលជាអុកសុកពេកក៏បានជះពលឺពណ៌បៃតងធ្វើឲ្យមនុស្សលើលោកនឹងខ្លាចទៅជាថ្មទាំងអស់ហ្មងក្រោយពីនិយាយចាប់រួចក្រុមនឹងក៏បានយំហើយក៏បានចង់សម្លាប់អ្នកដែលជះ purify មកលើផែនដីនឹងដោយសារតែជីដូនជីតាយើងបានប្រើអស់រយៈពេល1លានឆ្នាំដើម្បីកសាងសង្គមនិងបង្កើតបច្ចេកវិទ្យាទំនើបក៏ត្រូវបានបាត់បង់ក្នុងមួយរំពេចភ្នែកប៉ុន្តែសេងគឺប្រាប់ក្រុមថាវិទ្យាសាស្ត្រហ្នឹងគឺមិនទាន់បាត់បង់អស់ហើយគឺនៅក្នុងខួរក្បាលរបស់សេងគឺទាំងអស់ហ្មងហើយសេងគឺនឹងប្រើវិទ្យាសាស្ត្រហ្នឹងទៅបង្រៀនក្រុមហ្នឹងហ្នឹងហើយខ្ញុំមើល Dr. Stone ឡើងចង់ចាប់ហើយនៅតែអត់ដឹងមូលហេតុអីដែលធ្វើឲ្យមនុស្សហ្នឹងខ្លាចជាថ្មឯងហើយខ្ញុំនិយាយទេវតាហ្នឹងគឺខ្ញុំនិយាយលេងឯងនៅព្រឹកឡើងហ្នឹងជំងឺរបស់យូរីនកាន់តែធ្ងន់ទៅអញ្ចឹងហើយគូហាគឺនឹងក្រុមហ្នឹងបានសួរឲ្យសេងគឺនឹងថាតើសេងគឺនឹងអាចប្រើវិទ្យាសាស្ត្ររបស់ខ្លួនបង្កើតថ្នាំដើម្បីជួយសង្គ្រោះយូរីននឹងបានអត់ហើយសេងគឺគិតថាអាកាសនឹងជាការល្អដោយសារតែបើសេងគឺអាចជួយយូរីនឹងបានអ្នកភូមិទាំងអស់ហ្នឹងប្រកាសជាចូលរួមជាមួយសេងគឺក្នុងការប្រយុទ្ធជាមួយស៊ីកាសាហ្នឹងហើយថ្នាំដែលសេងគឺបង្កើតដើម្បីជួយយូរីនឹងមានឈ្មោះថា antibiotic ដែលថ្នាំហ្នឹងបើអ្នកហ៊ានពេទ្យប្រកាសជាដឹងថ្នាំហ្នឹងជាថ្នាំអីហើយអ្នកនរគ្នាប្រហែលជាផឹកថ្នាំហ្នឹងដែរដោយសារតែថ្នាំហ្នឹងគឺជាថ្នាំដែលសម្រាប់មេរោគក្នុងរាងកាយអ្នកជំងឺដែលឈឺហើយថ្នាំហ្នឹងត្រូវគេបង្កើតឡើងនៅក្នុងសតវត្សទី20ហើយវិធីធ្វើថ្នាំហ្នឹងវាពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រជាច្រើនដូចជាស្ពាន់ធម៌អាស៊ីតសូដ្យូមអ៊ីដ្រូសែនសូដ្យូមកាបូណាតនិងអាស៊ីតអ៊ីដ្រូសែនហើយនិងផ្សេងទៀតខ្ញុំអត់យល់ឡើងបើខ្ញុំបញ្យល់ទៅទាំងរវល់ហ្មងអញ្ចឹងយើងចាំមើលសេងគឺធ្វើថ្នាំហ្នឹងឲ្យយើងមើលហ្មងអញ្ចឹងជាដំបូងសេងគឺត្រូវការរកដែកជាមុនសិនអញ្ចឹងពួកគេក៏បាននាំគ្នាទៅទន្លេដើម្បីរកដែកហ្នឹងហើយដែកហ្នឹងមិនមែនជារូបរាងជាថ្មណាដែកហ្នឹងគឺមានរូបរាងជាខ្សាច់ខ្មៅនឹងអ្នកនរគ្នាអាចរកដែកហ្នឹងបានដោយអ្នកនរគ្នាកាយដីមកហើយយកដែកឆក់ដាក់ចូលក្នុងដីហ្នឹងហើយលើកវិញមកហើយបើដែកឆក់ហ្នឹងនឹងជាប់អាខ្សាច់ខ្មៅហ្នឹងហើយប៉ុន្តែមានគ្នាតែ3នាក់អញ្ចឹងគឺវាប្រមូលដែកយូរមែនតើតែនៅពេលនោះស្រាប់តែមានក្មេងពាក់ក្បាលរលឹកម្នាក់មកជួយសេងគឺប្រមូលដែកហ្នឹងដោយក្មេងហ្នឹងនៅក្នុងភូមិហ្នឹងគេអត់សូវមានណាគេនិយាយរកជាមួយដោយសារក្មេងហ្នឹងចម្លែកពេកអញ្ចឹងហើយក្មេងហ្នឹងចង់មកជួយសេងគឺហ្នឹងហើយក្មេងហ្នឹងមានឈ្មោះថាស៊ីកា
ក្រោយពីប្រមូលសាច់ដែករួចពួកគេក៏បាននាំគ្នាទៅបង្កើតដែកហើយវិធីបង្កើតដែកហ្នឹងគឺវាមិនងាយស្រួលទេដោយសារតែការធ្វើដែកហ្នឹងវាត្រូវការកម្ដៅ1500អង្សាសេចឹងហើយទោះបីជា4នាក់ហ្នឹងខំប្រឹងកាត់ភ្លើងមួយយប់តភ្លឺក៏ដោយក៏នៅតែមិនអាចបង្កើតដែកហ្នឹងបានដែរអញ្ចឹងហើយពួកគេត្រូវការកម្លាំងអ្នកភូមិហ្នឹងមកជួយបង្កើតកាត់ភ្លើងឲ្យវាក្តៅដើម្បីរំលាយដែកហ្នឹងសេងគឺក៏បានកាត់រងមធ្យោបាយដើម្បីតាក់ទាញអ្នកភូមិហ្នឹងឲ្យមកជួយបង្កើតភ្លើងដើម្បីបង្កើតដែកហ្នឹងតែនៅពេលនោះស៊ឺការហ្នឹងក៏បានស្ម័គ្រចិត្តទៅចូលភូមិហ្នឹងដើម្បីស៊ើបសួរថាតើអ្នកភូមិហ្នឹងចង់បានអីក្រោយពីស៊ើបសួររួចស៊ឺការហ្នឹងបានប្រាប់សេងគឺថាអ្នកភូមិហ្នឹងចង់បានម្ហូបឆ្ងាញ់អញ្ចឹងសេងគឺបានបង្កើតមីជប៉ុនមួយឈ្មោះថាមីរ៉ាមែនដោយសរសៃមីហ្នឹងសេងគឺនឹងបានយកអាស្លឹកមួយឈ្មោះថា Folktale ហើយអាស្លឹកហ្នឹងខ្ញុំមិនដឹងហើយជាស្លឹកស្អីដែរបើហើយជានៅខ្មែរអត់មានទេបើអ្នកនរគ្នាស្គាល់ស្លឹកហ្នឹងជួយប្រាប់ផងជួយប្រាប់ក្នុងខមមិនផងបន្ទាប់មកដោយសារតែនៅសម័យហ្នឹងគេអត់មានពងមាន់អញ្ចឹងសេងគឺនឹងបានយកពងចាបដាក់ចូលហើយលាយជាមួយនឹងកាល់ស្យូមកាបូនអេតប៉ូតាស្យូមកាបូណេតហើយអាមីហ្នឹងមនុស្សយើងបង្កើតឡើងដំបូងនៅសតវត្សទី4នៅក្នុងប្រទេសម៉ុងហ្គោលនៅពេលធ្វើមីនឹងរួចពួកគេក៏បាននាំគ្នាភ្លក់មើលមីនឹងដោយខ្រូមខွာគឺនឹងស៊ឺការហ្នឹងនៅពេលដែលញ៉ាំមីនឹងរួចគាត់ថាមីនឹងគឺជាម្ហូបដែលទេវតាដូចតម្លាក់មកឲ្យអញ្ចឹងចំណែកអាសេងគឺវិញគាត់ថាមីនឹងមានរសជាតិចត់ដូចថ្នាំអញ្ចឹងក្រោយពីធ្វើមីបានជោគជ័យរួចសេងគឺនឹងក៏បានធ្វើអាទេសអូសទៅលក់មីដើម្បីឲ្យប្រជាជនក្នុងភូមិហ្នឹងហើយសេងគឺនឹងគិតថាចង់ប្រើមីហ្នឹងដើម្បីគ្រប់គ្រងប្រជាជនក្នុងភូមិទាំងអស់ហ្នឹងមកហើយមនុស្សក្នុងភូមិហ្នឹងជួយគិតមីដែលសេងគឺធ្វើនឹងយ៉ាងខ្លាំងដល់ថ្នាក់ក្មេងស្រីហ្នឹងមកចង់ញ៉ែសេងគឺនឹងទៀតហើយចំណែកអាក្រោមវិញបានយកមីហ្នឹងទៅតាក់ទាញអ្នកយាមពីហ្នឹងដើម្បីយកចិត្តពួកវាប៉ុន្តែនៅពេលនោះស្រាប់តែមានបុរសម្នាក់មកញ៉ាំមីរបស់សេងគឺហ្នឹងដែលសេងគឺនឹងអត់ដែលស្គាល់ទេហើយអញ្ចឹងហើយគ្រូហាគឺនឹងអ្នកយាមពីហ្នឹងមកចាប់បុរសម្នាក់ហ្នឹងសួរហើយអាមួយហ្នឹងគឺវាត្រូវสื่อសារហ្នឹងបញ្ជាមកឲ្យខ្លងមើលសេងគឺថាសេងគឺនឹងរស់អត់អញ្ចឹងនៅពេលដែលអ្នកភូមិញ៉ាំមីរបស់សេងគឺរួចសេងគឺក៏បានប្រាប់ថាអ្នកដែលញ៉ាំមីរបស់សេងគឺទាំងអស់ហ្នឹងគឺត្រូវតែធ្វើការឲ្យសេងគឺនឹងអញ្ចឹងសេងគឺបានចាប់អ្នកភូមិនិងបុរសមកថ្មីហ្នឹងទៅផ្លុំភ្លើងទៅកាត់ភ្លើងដើម្បីធ្វើដែកនៅពេលដែលសេងគឺប្រើអ្នកភូមិឲ្យប្រកាត់ភ្លើងហ្នឹងសេងគឺនឹងក៏បានយកឱកាសហ្នឹងទៅនិយាយជាមួយបុរសដែលមកថ្មីហ្នឹងដោយបុរសហ្នឹងកាលពីវានៅរស់ហ្នឹងគឺវាជាអ្នកលេងសៀកដ៏ល្បីល្បាញម្នាក់ដែលសេងគឺនឹងបានស្គាល់អញ្ចឹងនៅពេលដែលสื่อសារជួយឲ្យ agent នឹងបំបែកចេញពីថ្មสื่อសារនឹងក៏បានប្រើ agent នឹងឲ្យមកស៊ើបអង្កេតថាតើសេងគឺនៅរស់អត់ប៉ុន្តែនៅពេលដែលវាឃើញសេងគឺបង្កើតមីបង្កើតដែកហ្នឹងវាគិតថាខាងសេងគឺនឹងប្រហែលជាឈ្នះទៅលើនឹងខាងสื่อសារឯងប៉ុន្តែនៅខាងសេងគឺនឹងគឺវាហត់នៅបន្តិចដោយសារតែវាត្រូវធ្វើការចំណែកឯខាងสื่อសារវិញគឺវាមិនបាច់ធ្វើការធ្វើអីគឺវាដឹងតែដេកស៊ីហើយមានស្រីកំដរច្រើនទៀតអញ្ចឹងហើយសេងគឺនឹងចង់បង្កើតវិធីសាស្ត្រទំនើបដើម្បីតាក់ទាញagent ហ្នឹងឲ្យមកចូលខាងសេងគឺនឹងវិញអញ្ចឹងក្រៅពីការជួយបង្កាត់ភ្លើងរបស់អ្នកភូមិហ្នឹងមកយប់តភ្លើងហ្នឹងសេងគឺនឹងក៏បានបង្កើតដែកតភាពពីវីដេអូមុនរបស់យើងដែលយើងបាននៅថាសេងគឺនឹងចង់បង្កើតវិធីសាស្ត្រទំនើបដើម្បីតាក់ទាញឲ្យagent ហ្នឹងមកបដូរខាងពីស៊ីកាសាមកខាងសេងគឺវិញអញ្ចឹងហើយសេងគឺនឹងចង់បង្កើតម៉ាស៊ីនភ្លើងដើម្បីបង្កើតចរន្តអគ្គិសនីហើយដើម្បីបង្កើតម៉ាស៊ីនភ្លើងហ្នឹងសេងគឺត្រូវការដែកឆក់និងចរន្តអគ្គិសនីនៅពេលនោះស្រាប់តែមានភ្លៀងព្យុះក៏រន្ទះយ៉ាងខ្លាំងមកធ្វើឲ្យផែនការរបស់សេងគឺខូចអស់ដោយសារតែសេងគឺអត់ទាន់បានរៀបចំគ្រប់គ្រាន់ក្នុងការទាញយកចរន្តអគ្គិសនីទេអញ្ចឹងហើយសេងគឺក៏បានបន្ថយយកឱកាសនេះទៅចាប់យកអន្ទាក់បាញ់ដើម្បីធ្វើជាចរន្តអគ្គិសនីតែម្ដងពីព្រោះសេងគឺអត់ដឹងថាតើពេលណាដែលវាអាចភ្លៀងបានដូចអញ្ចឹងទៀតទេដោយសារតែពិភពលោកគឺវាអាកាសធាតុវាទៀងទាត់អញ្ចឹងវិញគឺបានប្រមូលគ្នាទៅកន្លែងណាដែលខ្ពស់ដើម្បីចាប់យកអន្ទាក់បាញ់ធ្វើជាចរន្តអគ្គិសនីហើយការចាប់យកអន្ទាក់បាញ់ធ្វើជាចរន្តអគ្គិសនីហ្នឹងមិនមែនយើងដើរទៅកាន់ដែកឲ្យអន្ទាក់បាញ់ឆក់ងាប់ទេណាអញ្ចឹងការចាប់យកដែកធ្វើជាចរន្តអគ្គិសនីដើម្បីធ្វើជាដែកឆក់ហ្នឹងសេងគឺនឹងបានយកដែកហ្នឹងរុំព័ទ្ធជាមួយនឹងខ្សែស្ពាន់ហើយខ្សែស្ពាន់ហ្នឹងគឺដូចជាខ្សែភ្លើងយើងប្រើថ្ងៃអញ្ចឹងហើយខ្សែហ្នឹងគឺវាធ្វើចេញមកពីស្ពាន់ប៉ុន្តែនៅពេលនោះស្រាប់តែមានពួកអត់ប្រយោជន៍3នាក់មករំខានដែលមេរបស់វាមានឈ្មោះថាម៉ាគូម៉ានៅពេលនោះជីននឹងក៏បានឃើញជីននឹងក៏បានមកជួយសេងគឺដោយជីននឹងបានលេងសៀកដាក់ពួក3នាក់ហ្នឹងធ្វើឲ្យពួកវាគិតថាជីននឹងចេះសិលវិតមុនចម្លែងអញ្ចឹងហើយពួកវាអត់ហ៊ានមករំខានទេអញ្ចឹងដើម្បីចាប់យកអន្ទាក់បាញ់ហ្នឹងពួកគេត្រូវការឈើវែងដើម្បីភ្ជាប់ជាមួយនឹងដែកហ្នឹងនៅពេលនោះគូហាគឺនឹងក៏បានយកលំពែងមាសរបស់អាគីនដូហ្នឹងមកចាំអន្ទាក់បាញ់ធ្វើឲ្យលំពែងមាសរបស់វាខ្លាចជាផែអស់លីងមកក្រោយពីអន្ទាក់បាញ់ត្រូវដែករួចដែកហ្នឹងក៏បានប្រែកាយទៅជាដែកឆក់
អញ្ចឹងម៉ាស៊ីនភ្លើងដែលសេងគីរកបង្កើតហ្នឹងគឺម៉ាស៊ីនហ្នឹងត្រូវការកម្លាំងមនុស្សដើម្បីបង្កើតចរន្តអគ្គិសនីអញ្ចឹងហើយសេងគីបានយកស្ពាន់ហ្នឹងទៅបង្កើតជារង្វង់មូលដ៏ធំពីររួចសេងគីបានយកខ្សែភ្លើងហ្នឹងលាយជាមួយនឹងផូស្វែអាស៊ីតនៅពេលនោះជីនហ្នឹងក៏បានសួរសេងគីថាហេតុអីមាត់របស់សេងគីប៉ោងអញ្ចឹងហើយសេងគីក៏បានប្រាប់ថាដោយសារតែសេងគីនឹងប្រតិកម្មជាមួយនឹងផូស្វែអាស៊ីតល្ងាចឡើងពួកគេក៏បានបង្កើតម៉ាស៊ីនភ្លើងរួចរាល់ដែរម៉ាស៊ីនភ្លើងហ្នឹងគឺត្រូវការកម្លាំងមនុស្សមកបង្វិលដើម្បីបង្កើតជាចរន្តអគ្គិសនីអញ្ចឹងហើយសេងគីនឹងបានហៅអ្នកយាម2នាក់ហ្នឹងមកជួយបង្វិលដើម្បីបង្កើតចរន្តអគ្គិសនីក្រោយពីបានបង្វិលគ្រប់ចរន្តអគ្គិសនីរួចសេងគីនឹងក៏បានបង្កើតអំពូលភ្លើងជាលើកដំបូងដោយប្រើចរន្តអគ្គិសនីនៅលើពិភពលោកនេះក្រោយមកពួកគេក៏បាននាំគ្នាទៅជួបជុំគ្នាដើម្បីនិយាយអំពីអាជីននឹងក្រោយពីអាជីននឹងបានឃើញសេងគីបង្កើនពូភ្លើងមកជីននឹងក៏បានគិតអំពីការដែលសិក្សាបានជួយអាជីននឹងបំបែកចេញពីថ្មជាលើកដំបូងនឹងដែលអាជីននឹងធ្លាប់ជួបសិក្សាម្ដងដែរនៅក្នុងកម្មវិធីទូរទស្សន៍មួយហើយនៅក្រៅខ្នងរបស់សិក្សាគឺសិតតែរូបចម្លាក់ឯសិក្សានឹងគាត់ថាចង់ជួយបន្ទាប់មកសិក្សានឹងក៏បាននាំជីនទៅកន្លែងដែលសេងគីបានរត់គេចហ្នឹងហើយបានឲ្យជីននឹងទៅស្វែងរកសេងគីថាតើសេងគីនៅរស់អត់នៅពេលដែលជីននឹងកំពុងកាត់ភ្លេចខ្លួនអាម៉ាគឺម៉ានឹងក៏បានមកសម្លាប់ជីននឹងប៉ុន្តែនៅក្នុងខ្លួនរបស់ជីននឹងវាលាក់របស់លេងសៀកជាច្រើនចឹងហើយរបស់នឹងវាបានជួយជីវិតអាជីននឹងនៅពេលនោះសេងគីក៏បានឃើញសេងគីក៏បានយកជីននឹងទៅព្យាបាលរបួសព្រឹកឡើងពួកគេក៏បាននិយាយអំពីការប្រកួត tournament ដែលចាប់ផ្ដើមនៅពី3ថ្ងៃទៀតហើយអ្នកដែលឈ្នះនៅក្នុង tournament ហ្នឹងគឺអាចរៀបការជាមួយនឹងកូនស្រីរបស់មេភូមិហ្នឹងហើយក៏អាចខ្លាចជាមេភូមិដែរហើយអាម៉ាគឺម៉ាដែលបានមកសម្លាប់ជីនហ្នឹងគឺវាចង់ចូល tournament ហ្នឹងដើម្បីធ្វើជាមេភូមិហើយវាចង់សម្លាប់យីរីថែមទៀតដោយសារតែយីរីហ្នឹងមានជំងឺចម្លែកអញ្ចឹងហើយក្រុមរបស់សេងគឺនឹងក៏បានចុះឈ្មោះចូលប្រកួត tournament ហ្នឹងហើយកូហាគឺនឹងបានសួរអ្នកយាមពីរហ្នឹងថាតើវាចង់រៀបការជាមួយស្រីស្អាតអត់អញ្ចឹងហើយពួកវាក៏បានចូលរួមនៅក្រុមសេងគឺទៅបន្ទាប់មកកូហាគឺនឹងក៏បានវឹកហាត់អ្នកយាមពីរហ្នឹងឲ្យវាមានឱកាសខ្ពស់ដើម្បីយកឈ្នះអាម៉ាគឺម៉ានៅក្នុង tournament ហ្នឹងចំណែកឯក្រុមវិញគឺបានទៅរៀនអំពីវិទ្យាសាស្ត្រជាមួយនឹងសេងគឺនៅព្រឹកឡើងជីននឹងក៏បានរួចគេចខ្លួនដោយយប់មិញនឹងសេងគឺនឹងបានសន្យាជាមួយជីននឹងថាសេងគឺនឹងធ្វើកូកាកូឡាឲ្យផឹកអញ្ចឹងហើយជីននឹងក៏បានស្ម័គ្រចិត្តចូលទៅក្រុមសេងគឺហើយក៏បានរត់ទៅប្រាប់សិកាសាថាសេងគឺគឺស្លាប់ហើយបន្ទាប់មកសេងគឺនឹងក៏ចង់បង្កើតកញ្ចក់វិញម្ដងដោយមូលហេតុមាន2គឺទី1សេងគឺចង់ធ្វើជាវ៉ែនតាដើម្បីឲ្យសិកានឹងដោយសារតែសិកានឹងមានភ្នែកមញោកមើលអត់ទៅច្បាស់ទី2សេងគឺនឹងចង់បង្កើតកែវនឹងដើម្បីទុកដាក់សារធាតុគីមីដើម្បីធ្វើស្នាមឲ្យយូរីនឹងហើយរបៀបធ្វើកញ្ចក់ហ្នឹងបានអ្នកនរគ្នាធ្លាប់លេងមិនកាមអ្នកនរគ្នាប្រកាសជាដឹងធ្វើមិនខ្មិចហើយដែលយើងយកសាច់ហ្នឹងទៅដុតក្នុងឡក្រោយពីដុតសាច់ក្នុងឡមកយប់តភ្លឺរួចសេងគឺនឹងក៏បានលាយជាមួយនឹងសារធាតុគីមីម្យ៉ាងដែលខ្ញុំអត់ស្គាល់ទេរួចយើងក៏បានបង្កើតកញ្ចក់ដែលមើលធ្លុះបន្ទាប់មកសេងគឺបានយកកញ្ចក់ហ្នឹងទៅសលាងឲ្យវាមានភាពរលោងភ្លឺថ្លារួចសេងគឺក៏បានយកកញ្ចក់ហ្នឹងទៅបិទជាប់ជាមួយនឹងក្បាលលឹកដែលស៊ឺកានជួយកាត់ពាក់ហ្នឹងបន្ទាប់មកសេងគឺក៏បាននាំស៊ឺកានទៅតេស្តវ៉ែនតានឹងមើលដោយនៅពេលដែលស៊ឺកានអត់ពាក់ក្បាលលឹកស៊ឺកាននឹងមើលទៅអត់សូវច្បាស់វាព្រិលហើយស៊ឺកានខំប្រឹងមើលដូចភ្នែកមនុស្សចាស់អញ្ចឹងប៉ុន្តែនៅពេលដែលពាក់ក្បាលលឹកចូលស៊ឺកាននឹងក៏បានមើលច្បាស់ឡើងវិញហើយអ្នកមញោកមិនមែនមានតែស៊ឺកាននឹងមួយទេអាហ្គីនរ៉ូនឹងដែលជាអ្នកយាមនឹងក៏វាមញោកដែរមូលហេតុនេះហើយទើបធ្វើឲ្យវាពិបាកមើលនៅពេលដែលវាយគ្នាក្រោយពីធ្វើមិនតារួចសេងគឺក៏បានមកធ្វើកែវវិទ្យាសាស្ត្រវិញម្ដងដែលកែវវិទ្យាសាស្ត្រដែលសេងគឺធ្វើនឹងគឺចេញមកគឺដូចជាអាចគោអញ្ចឹងហើយក្រុមក៏បានទៅហៅអាតាមួយក្នុងភូមិដែលប្រកែកខាងធ្វើឲ្យវ៉ាវ៉ាន់ហ្នឹងមកជួយធ្វើកែវឲ្យក្រោយពីធ្វើកែវវិទ្យាសាស្ត្ររួចសេងគឺចង់ទៅរកសារធាតុគីមីដ៏គ្រោះថ្នាក់ម្យ៉ាងមកដាក់នៅក្នុងកែវវិទ្យាសាស្ត្រដើម្បីធ្វើថ្នាំឲ្យយូរីហ្នឹងហើយសារធាតុគីមីហ្នឹងគឺវាគ្រោះថ្នាក់មែនទែនដែលវាអាចសម្លាប់មនុស្សក្នុងមួយម្ពេចភ្នែកបានអញ្ចឹងហើយសេងគឺបានបង្កើតលំពែងប្រាក់មួយឲ្យគីនរ៉ូដើម្បីឲ្យវាពិនិត្យមើលកន្លែងណាដែលមានសារធាតុគីមីពុលខ្លាំងហើយបើអ្នកនរគ្នាធ្លាប់មើលរឿងចិនអ្នកនរគ្នាប្រកាសជាបានដឹងថានៅពេលណាដែលថ្នាំពុលនៅពេលដែលមានថ្នាំពុលហ្នឹងគ្រូពេទ្យហ្នឹងតែងតែយកម្ជុលមាសឬក៏ម្ជុលប្រាក់ហ្នឹងមកតេស្តមើលថ្នាំពុលហ្នឹងបើវាម្ជុលហ្នឹងវាប្រែទៅជាពណ៌ខ្មៅមានន័យថាជាថ្នាំពុលហើយអញ្ចឹងនៅពេលដែលក្រុមសេងគឺដើរទៅជិតទៅដល់កន្លែងដែលមានសារធាតុនិងធាតុគីមីខ្លាំងបំផុតហ្នឹងលំពែងប្រាក់ហ្នឹងក៏បានប្រែទៅជាខ្មៅហើយធាតុគីមីមួយហ្នឹងគឺវាសាហាវមែនទែនដែលមនុស្សសត្វហ្នឹងគ្រាន់តែហិតក្លិនវាក៏អាចស្លាប់បានដែរហើយសារធាតុគីមីមួយហ្នឹងមានឈ្មោះថាអាស៊ីតសូហ្វារិកហើយអាស៊ីតហ្នឹងមនុស្សយើងរកឃើញនៅសតវត្សទី8ហើយ
អាស៊ីតហ្នឹងគេភាគច្រើនប្រើនៅក្នុងរោងចក្រឬក៏រោងចក្រផលិតថ្នាំអាស៊ីត sovereign គឺធ្លាប់សម្លាប់មនុស្សក្នុងព័ត៌មានដែលនៅព័ត៌មានមួយគេបាននិយាយថាមានក្រុមយុវជនម្នាក់ឡើងទៅលើភ្នំហើយមានបុរសម្នាក់ហ្នឹងគាត់អង្គុយឲ្យអោនចងបញ្ជើហ្នឹងហើយនៅពេលហ្នឹងគាត់បានហៅ អាស៊ីតហ្នឹងគឺគាត់បានស្លាប់មួយពេកផ្នែកតែម្ដងអញ្ចឹងអ្នកនរគ្នាបើឡើងភ្នំជួយប្រយ័ត្នផងអញ្ចឹងហើយក្រុមរបស់សេងគឺនឹងបាននាំគ្នាទៅវិញដើម្បីបង្កើតម៉ាស់ពាក់ដើម្បីការពារពីក្លិនអាស៊ីតហ្នឹងហើយសេងគឺនឹងក្រុមនឹងបានស្ម័គ្រចិត្តទៅយកអាស៊ីតហ្នឹងចំណែកអាហ្គីនរ៉ូវិញដែលជាអ្នកកាន់បែងប្រាក់ហ្នឹងគឺវាភ័យវាហ៊ានទៅឯងនៅពេលនោះអាតាមួយដែលក្រុមបានចាប់យកមកជួយសេងគឺធ្វើកែវជាសាហ្នឹងក៏បានមកនិយាយពាក្យបដៅដាក់អាហ្គីនរ៉ូហ្នឹងកុំព្រួយអីចៅឯងមិនមែនជាមនុស្សកំសាកទេការភ័យខ្លាចគឺជាថ្នាំមួយដ៏ស័ក្តិសិទ្ធិនៅក្នុងការរស់ឲ្យបានយូរមើលតែតាទៅដឹងហើយនៅក្មេងហ្នឹងតានឹងក៏ចេះភ័យខ្លាចដែរតែមនុស្សយើងគ្រប់រូបនឹងតែងតែមានការភ័យខ្លាចនៅក្នុងខ្លួនគ្មានមនុស្សណាមិនចេះខ្លាចទេប៉ុន្តែយើងត្រូវមានភាពក្លាហាននៅពេលដែលយើងជួយមនុស្សជាទីស្រឡាញ់របស់យើងដោយការប្រើមូលហេតុនិងការភាពក្លាហានដូចជាពួកបៃសិន TikTok ដែលជឿធ្វើអីប្លែកនឹងតែឲ្យមនុស្សយំវិញខ្មែររាប់លានអ្នកអង្គុយមើលហើយចាថាចឹងនិយាយថាពួកបៃសិន TikTok ហ្នឹងពួកគាត់នឹងមានសមត្ថភាពនៅក្នុងខ្លួននឹងខ្លាំងដល់ឡីអត់ចេះខ្លាចចេះអីហ្មងបើស្អើខ្ញុំហមបៃសិន TikTok ខ្ញុំសុខចិត្តទៅកាប់ឲ្យឆ្កែល្អជាងសួរតាស៊ីនធូទៅដឹងហ៎បាទហៅប៉ូលីសម្ចាញ់មិននិយាយដល់ណាយអស់ហ្នឹងហើយអញ្ចឹងក្រៅពីបានប្រមូលអាស៊ីតសូហ្វារិករួចពួកគេក៏បាននាំគ្នាត្រឡប់ទៅកន្លែងដើមវិញដើម្បីយកអាស៊ីតហ្នឹងទៅបង្កើតថ្នាំហ្នឹងហើយការបង្កើតថ្នាំហ្នឹងគឺវាពាក់ព័ន្ធនឹងវិទ្យាសាស្ត្រច្រើនមែនទែនអញ្ចឹងហើយខ្ញុំគូក្បាលខ្ញុំមិនគូក្បាល Einstein ទេអញ្ចឹងខ្ញុំនឹងបញ្យល់ឲ្យវាងាយស្រួលស្ដាប់តែម្ដងអញ្ចឹងជាដំបូងសិនគឺបានយកអាស៊ីតសូហ្វារិកហ្នឹងលាយជាមួយនឹងធាតុគីមីច្រងច្រឡាំងចេញជាអាស៊ីត hydrochloric បន្ទាប់មកសិនគឺបានយកអាស៊ីតហ្នឹងទៅយកលាយជាមួយនឹងច្រងច្រឡាំងចេញជាអាស៊ីត chlorophyll បន្ទាប់មកសិនគឺបានយកគីសនីលាយជាមួយនឹងទឹកអំបិលបង្កើតបានជាសូដ្យូមអ៊ីដ្រូសែនហើយគ្រឿងចុងក្រោយហ្នឹងគឺត្រូវការទឹកនោមបន្ទាប់ហើយគ្រឿងដែលខ្វះក្នុងការធ្វើថ្នាំហ្នឹងគឺត្រូវការស្រាដោយសារតែក្នុង tournament ហ្នឹងអ្នកដែលឈ្នះគឺគេឲ្យស្រាអញ្ចឹងហើយពួកគេក៏បាននាំគ្នាចូលទៅ tournament ហ្នឹងទៅអញ្ចឹងដោយសារតែនៅក្នុង tournament ហ្នឹងអ្នកណាក៏អាចចូលបានអញ្ចឹងហើយសេងគឺហ្នឹងក៏បានឈានជើងចូលទៅក្នុងភូមិហ្នឹងជាលើកដំបូងអញ្ចឹងម៉ាច់ដំបូងគឺស៊ីនធូនឹងជាមួយនឹងវៃជាមួយនឹងម៉ាកូម៉ាហើយមកជិះម៉ូតូទៅវិញអាជិះចានកំជុងអញអាចចុយម្រាយ business អញ្ចឹងការវៃគ្នាជាលើកដំបូងហ្នឹងគូប្រកួតពីរនាក់ហ្នឹងមានកម្លាំងស្មើគ្នាប៉ុន្តែនៅពេលនោះអាម៉ាកូម៉ាគឺបានឈានជើងថយក្រោយធ្វើឲ្យផ្នែករបស់គីនរ៉ូនឹងមើលទៅឃើញអញ្ចឹងហើយម៉ាកូម៉ាក៏បានវាយគីនរ៉ូនឹងទៅនៅពេលនោះស៊ឺកានឹងក៏បានដឹងថាគីនរ៉ូនឹងប្រហែលជាមានផ្នែកមៀវដូចខ្លួនហើយអញ្ចឹងស៊ឺកានឹងក៏បានគប់មួកដែលចូលបន្តានឹងទៅឲ្យគីនរ៉ូនឹងពាក់នៅពេលដែលគីនរ៉ូនឹងពាក់មួកនឹងរួចគីនរ៉ូនឹងផ្នែករបស់គីនរ៉ូនឹងក៏បានមើលច្បាស់ឡើងវិញអញ្ចឹងហើយគីនរ៉ូនឹងក៏បានវាយឲ្យម៉ាកូម៉ានឹងខ្ទប់កលៀតតែនៅពេលនោះអាម៉ាកូម៉ានឹងវាបានបញ្ជាឲ្យវាបានប្រើអាគីនរ៉ូនឹងឲ្យទៅវាទៅសួរអាញាកដានៅពេលដែលគីនរ៉ូភ្លេចខ្លួនហ្នឹងអាម៉ាកូម៉ាក៏បានវាយពីក្រោយអញ្ចឹងវាក៏បានឈ្នះទៅចំណែកម៉ាច់បន្ទាប់ទៀតគឺក្រូមនឹងបានវាយជាមួយនឹងម៉ាកូម៉ានឹងដោយសារតែក្រូមនឹងមិនអាចយកឈ្នះម៉ាកូម៉ានឹងបានអញ្ចឹងហើយក្រូមនឹងក៏បានប្រើល្បិចដោយយកកញ្ចក់បន្តានឹងយកទៅចាំងដើម្បីធ្វើឲ្យកៅរបស់អាម៉ាកូម៉ានឹងឆេះនៅពេលនោះជីននឹងក៏បានមកជួយដែលធ្វើឲ្យម៉ាកូម៉ានឹងភ័យយ៉ាងខ្លាំងដោយសារតែវាគិតថាវាសម្រាប់ជីននឹងហើយអញ្ចឹងហើយជីននឹងក៏បានប្រាប់វាថាជីននឹងប្រើវិតាមីនចម្លែកដើម្បីចាប់ជីនមកវិញហើយវានឹងដាក់ផ្ដាសាថាបើម៉ាកូម៉ានឹងហ៊ានតែកម្រើខ្លួននឹងវាបេះដូងវានឹងផ្ទុះដោយសារតែម៉ាកូម៉ានឹងវាភ្លើពេកវាក៏ជឿទៅអញ្ចឹងនៅពេលដែលកៅវាត្រូវពលឺថ្ងៃចាំងពីកញ្ចក់នឹងយូរពេកកៅវាក៏ចាប់ផ្ដើមឆេះអញ្ចឹងយើងចូលដល់មកចុងក្រោយគឺសេងគឺប្រគួតជាមួយនឹងក្រូមដោយសារតែក្រូមអស់កម្លាំងហត់ពេកក្រូមក៏បានស្លាប់ធ្វើឲ្យសេងគឺឈ្នះក្នុង tournament ហ្នឹងអញ្ចឹងនៅពេលនោះពួកអ្នកភូមិក៏បាននាំគ្នាយកស្រាមកជប់លៀងតែដោយសារតែសេងគឺនឹងបញ្ញាប់យកស្រាទៅធ្វើថ្នាំពេកសេងគឺក៏បានលេងលះយូរីចោលហើយក៏បានលួចយកស្រាទៅអញ្ចឹងក្រោយពីបានស្រារួចគ្រឿងផ្សំសម្រាប់ធ្វើថ្នាំនោះគឺគ្រប់គ្រាន់អស់លេងហើយអញ្ចឹងនៅពេលដែលសេងគឺបង្កើតថ្នាំរួចគ្នារបស់សេងគឺនឹងក៏បាននាំគ្នាយកថ្នាំហ្នឹងទៅឲ្យយូរីផឹកតែដោយសារតែជីនហ្នឹងគឺជាអ្នកក្រៅជីនហ្នឹងក៏អាចចូលបានទេ
អញ្ចឹងហើយជីនឹងក៏បានត្រឡប់ចូលផ្ទះវិញប៉ុន្តែនៅក្នុងផ្ទះហ្នឹងសេងគឺនឹងបានបន្សល់ទុកទឹកកូកាឲ្យដែលសេងគឺបានសន្យាហ្នឹងអញ្ចឹងខ្ញុំសូមនិយាយអំពីរបៀបធ្វើទឹកកូកានឹងបន្តិចដោយសារតែទឹកកូកាគឺវាងាយស្រួលដែលយើងត្រូវការតែគ្រឿងផ្សំ4យ៉ាងឯងលោកយើងក៏ត្រូវបានបន្លឺចម្លែកមួយបានចាំងធ្វើឲ្យមនុស្សនៅក្នុងពិភពលោកហ្នឹងបានប្រែទៅជាថ្មទាំងអស់ប៉ុន្តែមានបុរសម្នាក់មានឈ្មោះថាសេងគឺនឹងគឺគាត់អត់ទាន់អស់សង្ឃឹមទេអញ្ចឹងហើយដើម្បីនៅរស់បានគាត់ក៏បានខំប្រឹងរាប់លេខរហូតដល់គាត់អាចបំបែកចេញពីថ្មបានមុនគេបង្អស់នៅលើពិភពលោកបន្ទាប់មកសេងគឺក៏បានប្រើវិទ្យាសាស្ត្រដែលខ្លួនបានរៀននឹងមកកសាងជីវិតមនុស្សនៅលើពិភពលោកសាជាថ្មីឡើងវិញហើយសេងគឺក៏បានបង្កើតទឹក Purify ដើម្បីជួយមនុស្សចេញពីថ្មបានបន្ទាប់មកសេងគឺក៏បានក្លាយទៅជាមេភូមិដ៏តូចមួយនៅក្នុងពិភពលោកថ្មីមួយហ្នឹងចំណែកឯសេងគឺវិញនៅពេលដែលលឺអាជីននឹងនិយាយអំពីប្រវត្តិរបស់ខ្លួនទៅឲ្យក្មេងៗស្ដាប់ហ្នឹងក៏បានប្រាប់ឲ្យអាជីននឹងបិទមាត់ហើយប្រញាប់ទៅធ្វើការវិញប៉ុន្តែអាជីននឹងក៏បាននិយាយរឿងបន្តទៀតដែលជីវិតរបស់សេងគឺនឹងគឺមិនងាយស្រួលនោះទេនៅថ្ងៃមួយហ្នឹងសេងគឺនឹងបានជួយបរិសម្នាក់ដែលគាត់មានឈ្មោះថាសឺសាហើយគាត់គឺស្អប់វិទ្យាសាស្ត្រនិងមនុស្សធំយ៉ាងខ្លាំងពីព្រោះគាត់គិតថាវិទ្យាសាស្ត្រគឺបំពោធម្មជាតិហើយមនុស្សធំនឹងគឺបំពោសង្គមចំណែកឯសេងគឺវិញគឺសេងគឺនឹងគឺស្រឡាញ់វិទ្យាសាស្ត្រយ៉ាងខ្លាំងហើយគិតថាវិទ្យាសាស្ត្រនឹងអាចជួយជីវិតមនុស្សហើយអាចដោះស្រាយបញ្ហានៅលើពិភពលោកនឹងបានហើយសេងគឺនឹងចង់ប្រើវិទ្យាសាស្ត្ររបស់ខ្លួននឹងដើម្បីជួយមនុស្សនៅលើពិភពលោកទាំងអស់ហើយដោយសារតែកំណត់ពីរហ្នឹងគឺអត់ត្រូវគ្នាហើយទើបធ្វើឲ្យសឺសាហ្នឹងបានបង្កើតសង្គ្រាមទៅលើវិទ្យាសាស្ត្រដែលសឺសាហ្នឹងបានប្រមូលផ្ដុំក្មេងៗដែលយល់ស្របនៅកំណត់របស់ខ្លួនហើយសេងគឺបានបង្កើតបច្ចេកវិទ្យាទំនើបដើម្បីទប់ទល់ជាមួយនឹងគ្នាសឺសាហ្នឹងហើយមកដល់ឥឡូវហ្នឹងសេងគឺនឹងបានបង្កើតទូរស័ព្ទទំនាក់ទំនងដើម្បីយកឈ្នះសឺសាហើយដើម្បីបញ្ចប់សង្គ្រាមនឹងឲ្យលឿននឹងសេងគឺនឹងចង់បង្កើតអាហារដែលអាចញ៉ាំបាននៅក្នុងសមរភូមិនិងរដូវរងាបានដែលសេងគឺឲ្យឈ្មោះអាហារនឹងថាជាអាហារអវកាសដែលធ្វើឲ្យជានឹងវល់ខួរយ៉ាងខ្លាំងពីព្រោះបច្ចេកវិទ្យាធ្វើអាហារនឹងគឺវាខ្ពស់ពេកអញ្ចឹងសេងគឺនឹងបានចាប់ផ្ដើមប្រជុំជាមួយនឹងអ្នកភូមិទាំងអស់ហ្នឹងដើម្បីធ្វើមីដែលសេងគឺបានធ្វើពី season 1ហ្នឹងមកកែច្នៃវាដើម្បីយកទៅញ៉ាំនៅសមរភូមិនៅពេលនោះមេភូមិចាស់ហ្នឹងបានសួរថាហេតុអីបានជាយើងត្រូវការមីហ្នឹងដើម្បីទៅញ៉ាំនៅសមរភូមិអញ្ចឹងដែលសេងគឺបានបញ្យល់ថានៅស្ថានីយ៍អវកាសហ្នឹងគឺវាគ្មានទំនិញផែនដីនោះទេអញ្ចឹងហើយអាវ៉ាវ៉ាន់ឬក៏ម្ហូបអីហ្នឹងគឺវាហោះពេញនឹងធ្វើឲ្យពិបាកក្នុងការធ្វើការអញ្ចឹងហើយអ្នកវិទ្យាសាស្ត្រទាំងអស់ហ្នឹងបានរួមគំនិតគ្នាធ្វើអាហារដែលអាចងាយស្រួលញ៉ាំនិងងាយស្រួលធ្វើនៅក្នុងឋានអាកាសហ្នឹងបានដោយសារតែមូលហេតុខាងអាហារនេះឲ្យទៅធ្វើឲ្យសឺសាហ្នឹងអត់មកវាយកំទេចភូមិរបស់សេងគឺនឹងពីព្រោះសឺសាហ្នឹងគឺគាត់អត់មានវិទ្យាសាស្ត្រអីដែលអាចធ្វើម្ហូបដែលងាយស្រួលញ៉ាំនិងងាយស្រួលធ្វើនៅក្នុងរដូវរងានេះទេអញ្ចឹងហើយបានជាសេងគឺបង្កើតអាហារអវកាសមួយនេះដើម្បីឲ្យគ្នារបស់សេងគឺនឹងអាចទៅវាយលោកសឺសាបានមុនហើយដោយសារតែសេងគឺបានចំណាយពេលបង្កើតវិទ្យាសាស្ត្រទំនើបជាច្រើនអញ្ចឹងហើយរបៀបធ្វើអាហារហ្នឹងគឺវាងាយស្រួលនោះទេអញ្ចឹងក្រោយពីយកផែនការរួចអ្នកភូមិទាំងអស់ហ្នឹងក៏បានបែងចែកជាពីរក្រុមដែលក្រុមគ្រូហាគឺនឹងជាអ្នកធ្វើម្ហូបចំណែកឯក្រុមគ្រូវិញជាអ្នកធ្វើម៉ាស៊ីនដើម្បីកែច្នៃម្ហូបហ្នឹងទៅជាម្ហូបអវកាសហ្នឹងបន្ទាប់មកសេងគឺក៏បានប្រាប់នៅរូបមន្តដើម្បីធ្វើម៉ាស៊ីនហ្នឹងたやつだなああ携帯作りの時ねめいうことអញ្ចឹងក្រុមរបស់គ្រូហាគឺក៏បានធ្វើមីស៊ុបហើយប្រងដាក់ចូលចានប៉ុន្តែសេងគឺថាមិនបាច់ទេយើងយកមីហ្នឹងដាក់ចូលខ្លះសេឲ្យវាកកហ្មងទៅអញ្ចឹងនៅពេលដែលមីកករួចសេងគឺក៏បានប្រាប់នៅមធ្យោបាយរបស់ខ្លួនដែលសេងគឺនឹងប្រងយកមីស៊ុបហ្នឹងទៅធ្វើឲ្យវាខ្លាយទៅជាមីកំប៉ុងវិញដែលរបៀបធ្វើហ្នឹងគឺជាដំបូងយកមីកកហ្នឹងរួចយកមីកករួចយើងយកវាទៅដាក់ក្នុងម៉ាស៊ីនដែលសេងគឺបានប្រាប់ឲ្យក្រុមធ្វើហ្នឹងហើយនៅក្នុងម៉ាស៊ីនហ្នឹងវានឹងធ្វើឲ្យសំណើមកកហ្នឹងប្រែទៅជាចំហាយរួចទុកវាឲ្យវាក្រៀមមកបានហើយបន្ទាប់មកសេងគឺក៏បានចាក់ទឹកក្តៅចូលហើយវាក៏បានคล้ายទៅជាមីស៊ុបវិញបន្ទាប់មកក្រុមក៏បានធ្វើជាអ្នកភ្លក់មើលរួមទាំងអ្នកភូមិទាំងអស់ហ្នឹងហើយបាននិយាយថាមីហ្នឹងគឺវាឆ្ងាញ់ជាងមុនទៀតできたぜក្រោយពីធ្វើមីដើម្បីញ៉ាំនៅសមរភូមិរួចសេងគឺនឹងបានប្រាប់ថាសង្គ្រាមមួយនេះគឺយើងមិនមែនទៅសម្លាប់គ្នានោះទេគឺយើងគ្រាន់តែដណ្ដើមយករូងភ្នំផលិតទឹក Purify ប៉ុណ្ណោះហើយបើយើងអាចយកទូរស័ព្ទទៅទំនាក់ទំនងជាមួយនឹងថៃជីបានយើងអាចបញ្ចប់សង្គ្រាមនេះដែលមិនបាច់បង្ហូរឈាមនោះទេ
នៅពេលនោះសេងគឺក៏បានឮក្មេងៗចាក់បទចម្រៀងស្ដាប់ដែលពួកអ្នកភូមិទាំងអស់ហ្នឹងចូលចិត្តបទចម្រៀងហ្នឹងយ៉ាងខ្លាំងដែលធ្វើឲ្យជីនហ្នឹងនឹកឃើញគំនិតល្អមួយអញ្ចឹងយប់ឡើងហ្នឹងជីនហ្នឹងក៏បានមកនិយាយជាមួយសេងគឺហ្នឹងអំពីផែនការរបស់ខ្លួនដែលជីនហ្នឹងគឺត្រូវការទូរស័ព្ទទំនាក់ទំនងពីម៉ាស៊ីនចាក់បទចម្រៀងមួយប៉ុន្តែផែនការមួយនេះគឺបើទេវតាដឹងនឹងទម្លាក់សេងគឺនឹងជីននឹងចូលក្នុងនរកតែម្ដងអញ្ចឹងផែនការរបស់ជីននឹងគឺងាយស្រួលនោះទេពីព្រោះអ្នកដែលដើរតាមสื่อសារហ្នឹងគឺមិនត្រូវការស្រីឬក៏មហូបនោះទេគឺពួកគេដើរតាមสื่อសារគឺដោយសារតែสื่อសារហ្នឹងល្បីល្បាញអញ្ចឹងហើយដើម្បីយកឈ្នះជីននឹងប្រឡំខ្លួនធ្វើជាតារាចម្រៀងល្បីល្បាញម្នាក់មកតាក់ទាញគ្នាสื่อសារហ្នឹងឲ្យមកចូលខាងសេងគឺវិញដោយបោកពួកគ្នាដែលបោកគ្នាสื่อសារថាពិភពលោកហ្នឹងគឺមិនអីនោះទេហើយពួកទាហាននឹងមកជួយហើយសេងគឺក៏មិនគិតអីច្រើនដែរក៏បានយល់ស្របជាមួយផែនការមួយហ្នឹងទៅបន្ទាប់មកក្រុមក៏ចង់ដឹងអំពីផែនការមួយហ្នឹងចឹងហើយសេងគឺបានប្រាប់ឲ្យជីននឹងបញ្យល់ផែនការមួយហ្នឹងទៅក្រុមម្ដងទៀតដែលជាដំបូងហ្នឹងយើងយកទូរស័ព្ទទៅឲ្យថៃជីរួចបន្ទាប់មកជីននឹងប្រែសំឡេងធ្វើជាតារាចម្រៀងល្បីហើយចាក់បទចម្រៀងឲ្យស្ដាប់បន្ទាប់មកយើងនឹងបោកពួកវាថាពិភពលោកហ្នឹងគឺអត់អីនោះទេហើយពួកទាហាននឹងមកជួយបន្ទាប់មកយើងនឹងបញ្ចូលគ្នាสื่อសារហ្នឹងឲ្យក្បត់สื่อសាររួចយើងនឹងយកឈ្នះសង្គ្រាមមួយហ្នឹងតែម្ដងដែលក្រុមបាននិយាយថាហើយក្រោយពីយើងហើយក្រោយមកពួកវាមិនដឹងថាយើងនឹងបោកពួកវាទេដែលសេងគឺនឹងជីនហ្នឹងគឺអត់ខ្វល់ឲ្យតែចាប់สื่อសារបានមកពួកគេគឺយកឈ្នះហើយដើម្បីឲ្យផែនការមួយនេះទទួលបានជោគជ័យក្រុមក៏បានស្ម័គ្រចិត្តធ្វើជាអ្នកយកទូរស័ព្ទហ្នឹងចូលទៅក្នុងមន្ទីរสื่อសារហ្នឹងそもそも実行部隊は俺だクソでけえ携帯元3人仲良くじអញ្ចឹងព្រឹកឡើងពួកគេក៏បានចាប់ផ្ដើមផែនការដោយក្រុមនឹងធ្វើជាអ្នកភ្ជាប់ប្រព័ន្ធទូរស័ព្ទមកកម៉ានឹងធ្វើជាអ្នកដឹកជញ្ជូនទូរស័ព្ទនិងជីនឹងធ្វើជាអ្នកនាំផ្លូវប៉ុន្តែផែនការមួយនេះវាមានបញ្ហាមួយគឺហូមឺរ៉ានឹងបានខ្លងមើលគ្នាសេងគឺនឹង24ម៉ោងអញ្ចឹងហើយសេងគឺនឹងបានប្រើវិទ្យាសាស្ត្រដើម្បីបង្កើតគ្រាប់បែកដើម្បីបញ្ឆោតហូមឺរ៉ានឹងឲ្យគ្នាក្រុមនឹងលួចចេញទៅក្រោយពីក្រុមលួចចេញទៅបានសម្រេចហូមូរ៉ានឹងក៏បានទៅមើលកន្លែងដែលសេងគឺនឹងបានបំផ្ទុះគ្រាប់បែកនឹងហើយក៏ត្រូវបានគូហាគឺឃើញហើយក៏ដឹងចាប់千空がオト爆弾で作った千載一遇のチャンスなのだ爆発の後どうなって体操いつまで追うの貴様を捕らえるまでだ無理息切れさせようとしてるのに怖く引き離せនៅពេលដែលគូអាគឺចាប់នាងអត់បាននាងក៏បញ្ឆោតឲ្យហូមរ៉ានទៅក្នុងភូមិដើម្បីឲ្យអ្នកភូមិនឹងចាប់ប៉ុន្តែសេងគឺក៏បានគប់ flashbang ហើយចាប់ហូមរ៉ានជាប់ប៉ុន្តែដោយសារតែសាច់ដុំរបស់សេងគឺនឹងមាននៅតែក្នុងខួរក្បាលអញ្ចឹងហើយរាងកាយរបស់សេងគឺនឹងគឺអន់ជាងស្រីទៅទៀតហើយអ្នកភូមិនឹងប្រុងចាប់នាងដែរតែចាប់នាងអត់បានបន្ទាប់មកនាងក៏បានរាប់មើលអ្នកភូមិនឹងហើយឃើញថាក្រុមជីនឹងមកម៉ានឹងបាត់ខ្លួនធ្វើឲ្យនាងសង្ស័យអញ្ចឹងហើយនាងកំញាប់ទៅតាមហើយអ្នកភូមិនឹងសេងគឺនឹងប្រុងទៅតាមហូមរ៉ានឹងដែរប៉ុន្តែរកនាងអត់ឃើញហើយបាននាងតាមតាន់ក្រុមនឹងជីនឹងផែនការមួយនេះនឹងត្រូវបរាជ័យអញ្ចឹងហើយសេងគឺនឹងក៏បានយកអាវុធថ្មីអាវុធវិទ្យាសាស្ត្រថ្មីរបស់ខ្លួនគឺបិញបាំងកាយយល់មកបិញហ្នឹងបានអ្នកនរគ្នាស្គាល់អាបិចផ្សេងគេមួយដែលយើងសេហើយយើងចាំងទៅវាលុតជាងពណ៌ហ្នឹងអាហ្នឹងបិចហ្នឹងហើយអញ្ចឹងហើយពួកគេក៏បានដើរតាមដានហ្នឹងនៅពេលនោះគូហាគឺនឹងក៏បានសួរសេងគឺថាបើយើងចាប់នាងអត់បានតើខ្ញុំអាចសម្លាប់ហូមរ៉ានឹងបានអត់ដែលសេងគឺបានសួរតបវិញថាតើនាងនឹងធ្លាប់សម្លាប់មនុស្សអត់ដែលនាងនឹងគឺអត់អញ្ចឹងហើយសេងគឺថាមិនបាច់នោះទេពីព្រោះផែនការមួយនេះយើងបានចំណាយពេលច្រើនណាស់អញ្ចឹងហើយវាមិនអាចបរាជ័យបាននោះឡើយចំណែកឯខាងក្រុមវិញនៅពេលដែលដើរតាមផ្លូវហ្នឹងក៏ត្រូវបានសេងគឺទេមកដែលជីននឹងគិតថាប្រហែលជាសញ្ញាថាហូមរ៉ាហ្នឹងគឺកំពុងតែតាមដានពួកគេហើយអញ្ចឹងហើយពួកគេមិនអាចប្រើទូរស័ព្ទបាននោះទេអញ្ចឹងហើយសេងគឺក៏បានផ្លាស់ប្ដូរផែនការរបស់ខ្លួនវិញដោយសារតែហូមរ៉ាហ្នឹងបានដេញតាមគ្នាក្រុមហើយសេងគឺនឹងបានដេញតាមហូមរ៉ាហ្នឹងអញ្ចឹងហើយសេងគឺនឹងចង់ប្រើទូរស័ព្ទហ្នឹងផ្ដល់សញ្ញាទៅក្រុមដើម្បីឲ្យគ្នាក្រុមហ្នឹងមកស្ទាក់ចាប់ហូមរ៉ាហ្នឹងវិញប៉ុន្តែនៅពេលដែលដើរពាក់កណ្ដាលផ្លូវហ្នឹងអាស្ដានរបស់ហូមរ៉ាក៏ត្រូវបានបាត់ដោយសារតែនាងបានលៀងចេញទៅហើយអញ្ចឹងហើយ
សេងគឺនឹងក៏បានប្រើខួរក្បាលរបស់ខ្លួននិងការផ្ដល់សញ្ញាពីជីនឹងដើម្បីកណនាពីទីតាំងរបស់ហូមរានឹងបន្ទាប់មកពួកគេក៏បានបោកហូមរានឹងឲ្យនាងឡើងដើមឈើរួចក៏កាប់ដើមឈើនឹងហើយចាប់នាងជាប់ក្រោយពីចាប់នាងរួចគ្នារបស់ជីនឹងក៏បានបន្តដំណើរទៅទៀតហើយពួកគេក៏បានមកដល់បន្ទាយរបស់សឺកាសាបន្ទាប់មកជីនឹងបានប្រាប់ឲ្យគ្នានឹងស្ងាត់ពីព្រោះនឹកកូនចៅរបស់សឺកាសាម្នាក់ហ្នឹងគឺមានត្រចៀកល្អអញ្ចឹងហើយកុំនិយាយខ្លាំងពេកបន្ទាប់មកពួកគេក៏បានរកឃើញនៅរូបចម្លាក់មនុស្សដែលសឺកាសានឹងប្រុងជួយដែលជីនឹងមើលទៅគឺដឹងថាគ្នាសឺកាសានឹងមានប្រហែលជាង32នាក់នៅពេលនោះមកគឺមកនឹងប្រុងកំតិចរូបចម្លាក់ហ្នឹងដើម្បីកុំឲ្យសឺកាសានឹងមានគ្នាច្រើនប៉ុន្តែក៏ត្រូវបានជីនឹងខាត់ពីព្រោះមនុស្សក្នុងរូបចម្លាក់ហ្នឹងគឺអត់បានធ្វើអីខុសនោះទេបន្ទាប់មកពួកគេក៏បានបន្តដំណើរទៅកន្លែងដែលសេងគឺបានប្រាប់ឲ្យលាក់ទូរស័ព្ទហ្នឹងដែលជីនឹងប្រាប់ថាកន្លែងហ្នឹងគឺជាភ្នូររបស់សេងគឺពីព្រោះសឺកាសាគិតថាសេងគឺស្លាប់ហើយអញ្ចឹងហើយយប់ឡើងហ្នឹងពួកគេក៏បានភ្ជាប់អង្តែនទូរស័ព្ទនិងខ្សែភ្លើងកប់នៅក្នុងដីប៉ុន្តែនៅពេលដែលពួកគេប្រុងកប់នៅក្នុងដីហ្នឹងស្រាប់តែទៅថ្មមួយអញ្ចឹងហើយអាម៉ាកុមាហ្នឹងក៏បានកំទេចថ្មមួយហ្នឹងធ្វើឲ្យមានសំឡេងយ៉ាងខ្លាំងធ្វើឲ្យគ្នាសឺកាសាដែលមានតិចល្អហ្នឹងឮអញ្ចឹងហើយពួកគេក៏បានបញ្ញាប់កប់វិញឲ្យលឿនហើយលាក់ខ្លួនហើយក៏ត្រូវបានព្រួញビビりすぎだよ確かにこの辺で音がしたはずなんだけどអញ្ចឹងព្រឹកឡើងថៃជីនិងយីស្រីហានឹងក៏បានមកភ្នូររបស់សេងគឺដែលសេងគឺបានប្រាប់ទុកមុនហើយថៃជីនឹងក៏បានកាយយកទូរស័ព្ទនឹងហើយពួកគេក៏បានជួបជុំគ្នាឡើងវិញអញ្ចឹងយើងមកបន្តពីវគ្គមុនដែលនៅពេលដែលសេងគឺនិងថៃជីបានជួបគ្នារួចសេងគឺនឹងក៏បានចាប់ផ្ដើមប្រាប់នៅថៃជីអំពីផែនការរបស់ខ្លួនដើម្បីកម្ចាត់គ្នាសឺកាសានឹងដែលបាច់ធ្វើសង្គ្រាមឬបង្ហូរឈាមគ្នានោះទេអញ្ចឹងហើយសេងគឺបានឲ្យថៃជីនិងយីស្រីហានឹងនាំកូនចៅសឺកាសាម្នាក់ដើម្បីមកឲ្យពួកគេនឹងបញ្ចុះបញ្ចូលខាងគ្នាសេងគឺវិញហើយសេងគឺនឹងគឺមានពេលច្រើនទេពីព្រោះតាចាំយូរទៅទៀតនឹងគ្នាសឺកាសានឹងមកវាលោកហើយអញ្ចឹងហើយផែនការរបស់ពួកគេនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនៅពេលដែលជីនបានត្រឡប់មកវិញហ្នឹងអញ្ចឹងហើយសេងគឺបានប្រាប់ឲ្យថៃជីនឹងអានសារសម្ងាត់ដែលជីនឹងបានលាក់ទុកឲ្យប៉ុន្តែថៃជីនឹងគឺអត់ឃើញសារសម្ងាត់ដែលលាក់ទុកនោះទេដែលធ្វើឲ្យសេងគឺនឹងគិតថាប្រហែលជាជីនឹងផែនការរបស់ជីនឹងគឺត្រូវគេរកឃើញហើយជីនឥឡូវនេះគឺកំពុងតែលាក់ខ្លួនពីគ្នាសឺកាសាម្នាក់ដែលមានឈ្មោះថាអ៊ឺខ្យូដែលវាមានតិចខ្លាំងហើយវាអាចស្ដាប់សំឡេងបានឆ្ងាយហើយវាថែមទាំងពូកែបខាងបាញ់ខ្លួនទៀតផងធ្វើឲ្យគ្នាជីននឹងមិនអាចទៅណារួចអញ្ចឹងហើយអាម៉ាកឺម៉ានឹងវាបានប្រាប់នៅផែនការរបស់វាដើម្បីឲ្យជីនឹងរត់គេខ្លួនគឺជាដំបូងហ្នឹងគឺវាឲ្យក្រុមនឹងរត់ចេញទៅមុនហើយឲ្យវានឹងត្រូវគេបាញ់ឲ្យងាប់បន្ទាប់មកវាចាំវាទៅវាយអាអ្នកដែលបាញ់នឹងដែលក្រុមនឹងគឺមិនយកព្រមទេអញ្ចឹងហើយក្រុមគឺបានបង្កើតផែនការរបស់ខ្លួនមួយទៀតដែលឲ្យក្រុមនឹងគឺបានធ្វើការដុតឲ្យស្មៅនឹងវាចេញផ្សែងរួចរត់ចូលក្នុងផ្សែងនឹងហើយស្រែកឲ្យខ្លាំងដើម្បីឲ្យជីនឹងរត់គេចខ្លួនកុំឲ្យអាខ្យូកូនឮសំឡេងហើយផែនការនេះគឺទទួលបានជោគជ័យដោយជីនឹងបានរត់គេចខ្លួនបានសម្រេចអញ្ចឹងហើយថៃជីនឹងក៏បានចាប់ផ្ដើមផែនការរបស់ពួកគេដែលថៃជីនិងយីស្រីហានគឺចង់បញ្ចុះបញ្ចូលឲ្យអ្នកយាមរបស់ពួកគេនឹងចូលខាងសេងគឺវិញហើយអ្នកយាមមួយហ្នឹងគឺគ្មានចិត្តចង់ចូលរួមជាមួយនឹងពួកគេទេទោះបីជាពួកគេសុំវល់យ៉ាងណាក៏ដោយហើយអ្នកយាមស្រីអ្នកហ្នឹងបានគម្រាមថែមទៀតថាបើសិនបើហ៊ានបញ្ចុះបញ្ចូលនាងទៀតនាងនឹងវាយដែលថៃជីនគឺក្បាលរឹងចឹងហើយវាក៏បានបញ្ចុះបញ្ចូលនាងរហូតធ្វើឲ្យនាងវាយឡើងខ្ទេចមុខតែម្ដងក្រោយពីនាងវាយវាអស់កម្លាំងរួចថៃជីនក៏បានសុំវល់ឲ្យនាងនិយាយជាមួយគ្នារបស់ពួកគេសិនទៅអញ្ចឹងការបញ្ចុះបញ្ចូលក៏បានចាប់ផ្ដើមដែលជីនឹងចាប់ផ្ដើមដូរសម្លេងរបស់ខ្លួនទៅជាតារាចម្រៀងអាមេរិកល្បីល្បាញម្នាក់ដែលមានគេស្គាល់ច្រើនហើយអ្នកយាមផ្សេងម្នាក់ហ្នឹងគឺជា fan ដ៏ធំថែមទៀតដែលបទចម្រៀងតារាមួយហ្នឹងគឺបានជួយឲ្យនាងនៅពេលដែលនាងជួបការលំបាកនៅសាលាហើយនាងស្រឡាញ់តារាហ្នឹងយ៉ាងខ្លាំងចឹងហើយបើនាងដឹងថាគ្នាសេងគឺនឹងលួចបន្លំធ្វើជានាងនោះនាងនឹងសម្លាប់គ្នារបស់ពួកគេទាំងអស់ហើយដែលធ្វើឲ្យសេងគឺនឹងជានឹងភ័យតិចតួចដែលជានឹងបានថាឲ្យសេងគឺថាចង្រៃមែនតើដោយសារតែមនុស្សដែលសេងគឺជួយដំបងគឺសឺកាសាហើយឥឡូវហ្នឹងអ្នកដែលបញ្ចុះចូលដំបងទៀតគឺជា fan ដ៏ឈួតថែមទៀតអញ្ចឹងហើយដើម្បីឲ្យដឹងថាតារាចម្រៀងហ្នឹងគឺជានាងពិតប្រាកដអញ្ចឹងហើយនាងក៏បានសួរថាតើតារាចម្រៀងមួយហ្នឹងគឺបានលក់ឌីសចម្រៀងអស់ប៉ុន្មាន
ចឹងហើយសិនគឺក៏បានប្រើគូក្បាលរបស់ខ្លួនដើម្បីកណនីឌីសដែលលក់បានហ្នឹងគឺ60លានដែលជាចម្លើយត្រូវអញ្ចឹងហើយនាងក៏បានសួរសំណួរមួយទៀតគឺអំពីរាងកាយរបស់តារាមួយនឹងដែលធ្វើឲ្យសិនគឺនឹងជានឹងបាក់ចកេះអញ្ចឹងហើយសិនគឺក៏បានព្យាយាមកណនីរាងរបស់នាងដែលឪពុករបស់ខ្លួននឹងបានសែនឲ្យមើលហ្នឹងគឺកណនីឃើញថា88 65និង85ហ្នឹងហើយបើអ្នកនរគ្នាដឹងថាលេខហ្នឹងគឺមានន័យថាម៉េចទេ88ហ្នឹងគឺនៅដើមទ្រូង65ហ្នឹងគឺនៅចកេះនិង85ហ្នឹងគឺនៅក្រោមជើងនិងក៏ផ្លូវអញ្ចឹងក្រៅពីឆ្លើយតបនៅសំណួរទាំងអស់នឹងរួចអ្នកយាមផ្សេងហ្នឹងបានដឹងថាជីនហ្នឹងគឺបានលួចបដូរសម្លេងធ្វើជាតារាទៅហើយអញ្ចឹងហើយតែគឺនឹងក៏បានចាក់បទចម្រៀងដែលតារាចម្រៀងមួយហ្នឹងបានច្រៀងឲ្យនាងស្ដាប់ដែលធ្វើឲ្យនាងរំភើបយ៉ាងខ្លាំងពីព្រោះបទចម្រៀងមួយហ្នឹងគឺជាបទចម្រៀងដែលនាងចូលចិត្តស្ដាប់បំផុតហើយចឹងហើយនាងក៏បានយកព្រមជួយសេងគឺនឹងដោយលក្ខខណ្ឌមួយគឺថាសេងគឺនឹងគឺត្រូវតែការពារបទចម្រៀងហ្នឹងកុំឲ្យវាបាត់ឲ្យសោះដើម្បីទុកឲ្យនាងស្ដាប់ហើយនាងក៏បានចូលជាក្រុមសេងគឺទៅបន្ទាប់មកនាងក៏បានចាប់ផ្ដើមប្រាប់នៅព័ត៌មានដែលនាងដឹងអំពីស៊ីកាសាហ្នឹងដែលនាងដឹងថាស៊ីកាសាហ្នឹងម្នាក់ឯងគឺខ្លាំងហើយប៉ុន្តែស៊ីកាសានៅមានកូនចៅខ្លាំងទៀតដែលអ្នកខ្លះគឺចូលចិត្តស៊ីកាសានិងអ្នកខ្លះទៀតគឺអត់នោះទេហើយស៊ីកាសាហ្នឹងមានកូនចៅដ៏ខ្លាំងពីរនាក់គឺជាដៃស្ដាំដៃឆ្វេងហ្នឹងដែលសេងគឺនឹងបានជួបម្នាក់រួចទៅហើយម្នាក់ទៀតហ្នឹងគឺវាខ្លាំងជាងនឹងទៀតដោយសារតែវាមានវិជ្ជាល្អហើយវាអាចស្ដាប់សំឡេងបានយ៉ាងឆ្ងាយចឹងហើយបើសិនបើជានឹងដូចបដូរសំឡេងវានឹងអាចដឹងភ្លាមតែម្ដងហើយជានឹងក៏ស្គាល់មួយនឹងផងដែរដែលកាលពីមុនហ្នឹងវាធ្វើការនៅក្នុងកប៉ាល់សមុទ្រដែលវាធ្វើជាអ្នកស្ដាប់សូរសំឡេងក្នុងសមុទ្រអញ្ចឹងហើយការស្ដាប់សំឡេងរបស់វានឹងគឺពិតជាសាហាវមែនតើចំណែកអ៊ឺខ្យូវិញគឺវាកំពុងតែចាប់ឃ្លោមយកទៅសួរចម្លើយនៅមុខស៊ីកាសាដែលអាឃ្លោមនឹងគឺបានស្គាល់ស៊ីកាសាមុនទៅហើយបានប្រាប់ខ្លួនថាវានឹងគឺជាគ្នារបស់សេងគឺចំណែកអាម៉ាកូម៉ាវិញគឺវាបានរត់គេខ្លួនបានសម្រេចហើយវាបានមកប្រាប់អ្នកភូមិថាឃ្លោមនឹងគឺត្រូវគេចាប់ហើយនៅពេលលើដំណឹងរួចកូហាគឺនឹងក៏ប្រុងរត់ទៅវាលោកប្រទេសស៊ីកាសាម្នាក់ឯងមិនតែក៏ត្រូវបានគេចាប់ដោយសារតែទៅម្នាក់ឯងនេះគឺវាអត់ប្រយោជន៍ទេអញ្ចឹងហើយសេងគឺក៏បានប្រាប់ថាបើទៅម្នាក់ឯងអត់បានយើងនាំគ្នាទៅទាំងអស់គ្នាតែម្ដងដែលសេងគឺនឹងគឺប្រុងនាំអ្នកភូមិទាំងអស់ហ្នឹងទៅនៅចិត្តប្រទេសស៊ីកាសាដើម្បីវាលោកតែម្ដងចឹងហើយសេងគឺបានប្រាប់ឲ្យអ្នកភូមិហ្នឹងត្រៀមអាវុធនិងត្រៀមអាហារនិងគ្រឿងសម្ភារៈប្រើប្រាស់និងគ្រឿងវិទ្យាសាស្ត្រទាំងអស់ហ្នឹងទៅនៅចិត្តប្រទេសស៊ីកាសាដើម្បីបង្កើតនៅវត្ថុដើម្បីវាលោកហ្នឹងប៉ុន្តែអ្នកភូមិទាំងអស់ហ្នឹងគឺមិនអាចយកអីវ៉ាន់ហ្នឹងទៅទាំងអស់ឲ្យបានលឿននោះទេវាអញ្ចឹងហើយសេងគឺបានប្រាប់ថាខ្លួននឹងបង្កើតយានយន្តដើម្បីដឹកអីវ៉ាន់ទាំងអស់ហ្នឹងទៅឲ្យលឿនបន្ទាប់មកសេងគឺក៏បានចាប់ផ្ដើមគូប្លង់ផែនការដើម្បីបង្កើតឡានហ្នឹងហើយសេងគឺនឹងគឺសប្បាយចិត្តយ៉ាងខ្លាំងពីព្រោះសេងគឺនឹងចង់បង្កើតឡានហ្នឹងយូរមកហើយអញ្ចឹងហើយសេងគឺក៏បានចាប់ផ្ដើមបង្កើតគ្រឿងឡានទាំងអស់ហ្នឹងទៅប៉ុន្តែនៅពេលនោះកូហាគឺព្រួយបារម្ភអំពីឃ្លោមហ្នឹងដែរសេងគឺប្រាប់ថាមិនអីនោះទេឲ្យតែវាបិទមាត់ចិត្តទៅគឺគ្មានអាចគេធ្វើអីវានោះទេមិនអញ្ចឹងហើយសេងកូហាគឺក៏បានប្រាប់វិញថាមនុស្សឃ្លោមហ្នឹងគឺជាមនុស្សដែលមិនចេះស្ងាត់មាត់នោះទេអញ្ចឹងហើយប្រហែលជាវានិយាយអីឡប់នៅមុខស៊ីកាសាហ្នឹងហើយដែលធ្វើឲ្យសេងគឺព្រួយបារម្ភអញ្ចឹងហើយសេងគឺក៏បានប្រញាប់ធ្វើឡាននឹងឡើងឲ្យលឿនហើយកូហាគឺនឹងគឺនិយាយមិនចេះខុសមែនតែអាឃ្លោមនឹងគឺវាបាននិយាយពាក្យវិជាសាស្ត្រឈួតនៅមុខស៊ីកាសាធ្វើឲ្យកូនចៅស៊ីកាសាហ្នឹងចាប់វាយកទៅសួរចម្លើយហើយបើវាមិនប្រាប់គេនឹងគេនឹងទម្លាក់វាចោះដែលធ្វើឲ្យអាឃ្លោមនឹងភ័យស្លន់ស្លោបន្ទាប់មកស៊ីកាសាក៏បានព្យាយាមបញ្យល់ឃ្លោមនឹងឲ្យយល់អំពីការគិតរបស់ខ្លួនដែលស៊ីកាសាហ្នឹងគឺមិនស្អប់វិជាសាស្ត្រនោះទេប៉ុន្តែបើវិជាសាស្ត្រហ្នឹងគឺវាអភិវឌ្ឍលឿនទៅវាអាចធ្វើឲ្យពិភពលោកហ្នឹងបំផ្លាញបានដោយអាវុធដែលវិជាសាស្ត្របានបង្កើតហ្នឹងចឹងហើយគោលដៅរបស់ស៊ីកាសាគឺចង់ការពីពិភពលោកនេះកុំឲ្យដូចជាការពីមុនវិញចឹងហើយស៊ីកាសាបានឲ្យជំរឿពីទឹកឃ្លោមហ្នឹងដោយទី1ហ្នឹងគឺគាត់ចង់ឲ្យឃ្លោមហ្នឹងជួយរួមដៃគ្នាដើម្បីសម្រាប់សេងគឺហ្នឹងហើយបើឃ្លោមជួយឃ្លោមនឹងអ្នកភូមិទាំងអស់ហ្នឹងអាចរស់នៅបានយ៉ាងសប្បាយប៉ុន្តែបើឃ្លោមបដិសេធវិញឃ្លោមហ្នឹងនឹងត្រូវស្លាប់ដែលឃ្លោមហ្នឹងគឺវាស្មានតែស៊ីកាសានិយាយលេងក៏វាបានថាវាមិនចេះខ្លាចស្ដាប់នោះទេអញ្ចឹងហើយអាខ្ជិលកូនក៏បានតម្លាក់វាចោលទៅប៉ុន្តែដោយសារតែស៊ីកាសាគឺជាមនុស្សចិត្តល្អហើយជួយកាត់ក្មេងហ្នឹងគឺស៊ីកាសាក៏បានជួយឃ្លោមហើយបានឃុំឲ្យឃ្លោមទុកមកកន្លែងទៅហើយដោយសារតែពួកគេសួរចម្លើយឃ្លោមអត់បានអញ្ចឹងហើយស៊ីកាសាក៏បានសួរអាខ្ជិលកូនហ្នឹងដែលវាសួរវាថាតើវារកឃើញឃ្លោមនៅកន្លែងណាដែលអាខ្ជិលកូនវាបានកុហកប្រាប់ស៊ីកាសាថាវាឃើញឃ្លោមនៅកន្លែងមកលួចទឹក Purify ដោយសារតែការប៉ិនហ្នឹងវាដឹងថាឃ្លោមគ្នារបស់ឃ្លោមគឺមកលួចលាក់ទូរស័ព្ទទៅទុកទៅហើយប៉ុន្តែ
ដោយសារតែវានឹងប្រហែលជាចង់យកឱកាសដើម្បីក្បត់សេកសាយចំណែកឯ Senku វិញក៏បានបង្កើតយានយន្តជិះដែលវាស្តៀងទៅនឹងរថភ្លើងនៅសម័យបដិវត្តន៍ឧស្សាហកម្មដែរប៉ុន្តែមុននឹងជិះនឹង Senku បានបង្កើតយានយន្តមួយទៀតដើម្បីឲ្យអាជីននឹងវាជិះតេស្តមើលហើយនៅពេលដែលតេស្តរួចជីននឹងបានប្រាប់ថារថយន្តមួយហ្នឹងគឺវាជិះទៅវាលាក់ខ្លាំងពេកអញ្ចឹងហើយ Senku បានប្រាប់ឲ្យអ្នកភូមិទាំងអស់ហ្នឹងធ្វើសម្បកកង់ឡានដោយធ្វើមកពីឫស្សីហើយនៅពេលដែលដោះស្រាយរឿងកង់ឡាននឹងរួចហើយកែច្នៃយានយន្តនឹងឲ្យវាជិះរួចពួកគេក៏បានប្រុងចេញដំណើរទៅហើយ Senku បាននាំអ្នកធំធំនៅក្នុងភូមិទៅទាំងអស់ទុកតែចាស់ៗនិងក្មេងៗដើម្បីឲ្យការពារភូមិមួយហ្នឹងហើយពួកចាស់ៗមួយហ្នឹងគាត់បានបួងសួងឲ្យគ្នា Senku នឹងទទួលបានជោគជ័យហើយត្រឡប់មកភូមិវិញផងហើយពួកគេក៏បាននាំគ្នាចេញដំណើរទៅដែលក្មេងៗទាំងអស់ហ្នឹងគឺទុកឲ្យនៅក្នុងភូមិអត់តែស្រីកានទៅពីព្រោះ Senku បាននាំនាងទៅពីព្រោះដោយសារតែនាងនឹងចេះដឹងជាសាស្ត្រតិចតួចអញ្ចឹងហើយ Senku បាននាំនាងទៅហើយនៅពេលធ្វើដំណើរហ្នឹងគឺធ្វើដំណើរបានយ៉ាងល្អរលូនប៉ុន្តែនៅពេលដល់ផ្លូវឡើងទួនហ្នឹងគឺវាពិបាកដែរអ្នកភូមិអស់គឺត្រូវតែអូសឡានឡើងទួនៅពេលដែលពួកគេជិះទៅដល់ចិត្តទៅដល់ប្រទេសសេកសារួច Senku បានឲ្យអ្នកភូមិទាំងអស់ហ្នឹងរៀបចំបន្ទាយនៅលើភ្នំដើម្បីឲ្យពួកគេនឹងងាយស្រួលទៅវាយលុកហ្នឹងហើយ Senku បានឲ្យសេកានទៅស្វែងរកក្រុមដែលក្រោយពីនាងរកឃើញក្រុមរួចនាងបានប្រាប់ Senku ថាក្រុមហ្នឹងគឺត្រូវគេឃុំក្នុងគុកមួយហើយមានអ្នកយាមច្រើនមែនតើអញ្ចឹងហើយ Senku នឹងប្រុងយករថយន្តរបស់ខ្លួននឹងទៅជិះបុកទម្លុះដើម្បីជួយក្រុមជាងពីគុកហ្នឹងហើយដើម្បីធ្វើបែបនេះបាន Senku នឹងគឺចង់កែច្នៃរថយន្តរបស់ខ្លួនហ្នឹងឲ្យវាខ្លាយទៅជាយន្តប្រុសវិញដោយយកกระดาษហ្នឹងមកធ្វើជាអាវការពាររថយន្តនេះហ្នឹងហើយបើយើងស្ដាប់ទៅគឺដូចជាឈួតពេកហើយមិនយកกระดาษទៅធ្វើជាអាវការពារអញ្ចឹងกระดาษហ្នឹងវាមិនដឹងមកអញ្ចឹងហើយរូបមន្តធ្វើกระดาษរបស់ Senku ហ្នឹងគឺជាដំបូង Senku ឲ្យអ្នកភូមិនឹងប្រមូលស្មៅឲ្យបានច្រើនបន្ទាប់មកយកវាទៅដាំក្នុងទឹករួចយកវាទៅលាងក្នុងទឹកហើយយកវាមកសកត់ជាមួយថ្មឲ្យជាប់មកហើយយកវាហាមកបានហើយបានយើងខ្លាចជាกระดาษហើយអញ្ចឹងដើម្បីធ្វើឲ្យកระดาษហ្នឹងរឹងមាំ Senku បានយកกระดาษហ្នឹងបៀកចូលគ្នារួចយកវាទៅលាបជាមួយនឹងកែវហើយយកវាទៅអ៊ុតហើយបានខ្លាចជាกระดาษរឹងមាំហ្នឹងអញ្ចឹងដើម្បីដឹងថាกระดาษហ្នឹងវាមាំឬក៏អត់ Senku បានឲ្យ Ginro ហ្នឹងយករំពេងរបស់ខ្លួនចាក់ចូលกระดาษហ្នឹងមើលហើយមិនត្រឹមតែរំពេងហ្នឹងចាក់មិនចូលនោះទេហើយវាអាចធ្វើឲ្យរំពេងហ្នឹងបាក់ថែមទៀតផងអញ្ចឹងហើយពួកគេក៏បានយកกระดาษទាំងអស់ហ្នឹងយកទៅបៀកចូលឡានធ្វើកែច្នៃវាខ្លាចជាវាប្រុសតែម្ដងចំណែកឯសេកសាវិញគឺមិនភ្លើទុកឲ្យ Senku នឹងវាយលើប្រទេសរបស់ខ្លួនបានយ៉ាងងាយស្រួលនោះទេដោយសេកសាហ្នឹងគឺបានបង្កើតអន្ទាក់ជាច្រើននៅតូមុខគុករបស់ក្រុមហ្នឹងដោយសេកសាហ្នឹងដឹងថា Senku នឹងមកជួយក្រុមហើយអញ្ចឹងហើយសេកសាក៏បានប្រើក្រុមនឹងធ្វើជាអន្ទាក់ដើម្បីចាប់ Senku ហ្នឹងចំណែកឯក្រុមវិញនៅពេលដែលដឹងថាខ្លួនគឺជាអន្ទាក់ដើម្បីចាប់ Senku រួចអញ្ចឹងហើយក្រុមក៏បានព្យាយាមស្វែងរកមធ្យោបាយដើម្បីកុំឲ្យ Senku នឹងមកជួយខ្លួនអញ្ចឹងហើយក្រុមបាននឹកឃើញថាបើសិនបាក់ហើយឥឡូវហ្នឹងក្រុមកំពុងតែព្យាយាមស្វែងរកមធ្យោបាយដើម្បីចេញពីគុកមួយហ្នឹងដោយប្រើវិទ្យាសាស្ត្រដែលរៀនបានមកពី Senku ប៉ុន្តែទោះបីជាក្រុមនឹងខំគិតយ៉ាងណាក៏ដោយក៏គិតមិនចេញដែរដោយសារតែអ្វីបានរបស់ខ្លួនហ្នឹងគឺត្រូវបានគេដកអ៊ុតអស់ទៅហើយឥឡូវហ្នឹងក្រុមហ្នឹងគឺត្រូវបានអ្នកយាមថ្មីម្នាក់ទៀតមកខ្លងមើលទៀតដែលវាមានឈ្មោះថាយោដែលវាហ្នឹងកាលពីមុនគឺជាប៉ូលីសអញ្ចឹងហើយវាមានជំនាញខាងចាប់ចោលនិងខ្លងមើលក្រុមមួយហ្នឹងចំណែកឯក្រុមវិញក៏បានព្យាយាមស្វែងរកអ្វីវ៉ាន់ដើម្បីមកបង្កាត់ភ្លើងប៉ុន្តែទោះបីជាក្រុមនឹងខំប្រឹងយ៉ាងណាក៏ដោយក៏បង្កាត់ភ្លើងមិនចេញដែរអញ្ចឹងហើយជប់មួយហ្នឹងមានបុរសម្នាក់បានឲ្យថ្មអគ្គិសនីមកក្រុមវិញដើម្បីឲ្យក្រុមនឹងបង្កាត់ភ្លើងដែលក្រុមនឹងគិតថាអ្នកដែលយកមកឲ្យហ្នឹងប្រហែលជាយីស្រីហានឹងថៃជឿអីអញ្ចឹងហើយដោយសារតែមិនចង់ខាតពេលយូរក្រុមនឹងក៏បានប្រើថ្មហ្នឹងដើម្បីមកបង្កាត់ភ្លើងដុតឫស្សីហ្នឹងប៉ុន្តែក៏ត្រូវបានអ្នកយាមឃើញទាន់ហើយក៏បានវាយគំរាមក្រុមហ្នឹងហើយដោយសារតែវាគិតថាក្រុមនឹងប្រើឈើដើម្បីមកបង្កាត់ភ្លើងអញ្ចឹងហើយវាក៏មិនគិតអីច្រើនផងដែរអញ្ចឹងដោយសារតែផែនការទី1ក្រុមបានបរាជ័យអញ្ចឹងហើយក្រុមក៏បានគិតរកផែនការមួយទៀតដែលក្រុមនឹងគឺដឹងថាប្រសិនបើខ្លួននឹងអាចយកទឹកប្រៃលាយជាមួយនឹងថ្មអគ្គិសនីនឹងបានគឺក្រុមនឹងគឺអាចធ្វើឲ្យទឹកនឹងរំលាយខ្សែបានអញ្ចឹងហើយដើម្បីយកទឹកប្រៃនឹងក្រុមក៏បានផឹកទឹកឲ្យយ៉ាងច្រើនរួចហាត់ប្រាណដើម្បីយកទឹកប្រៃចេញពីញើសបន្ទាប់មកក្រុមក្រោយពីបានទឹកប្រៃច្រើនរួចក្រុមក៏បានយកថ្មអគ្គិសនីនឹងចាក់ចូលទៅក្នុងទឹកនឹងដើម្បីបង្កើតឲ្យទឹកនឹងក្លាយជាទឹកអាស៊ីតរួចក្រុមក៏បានយកទឹកនឹងចាក់ចូលទៅលើខ្សែឫស្សីដើម្បីធ្វើឲ្យវារលួយរួចក្រុមក៏បានចាប់ផ្ដើមរត់ចេញពីគុកមួយហ្នឹងប៉ុន្តែអាយ៉ូនឹងគឺវាមិនឲ្យក្រុមនឹងរត់ចេញយ៉ាងងាយស្រួលទេអញ្ចឹងហើយវាក៏បានរត់ដេញតាមចាប់ក្រុមយ៉ាងលឿន
តច្រកគ្រោមនឹងក៏បានប្រុងតដៃជាមួយអាយ៉ូនឹងវិញបន្តែក៏ត្រូវបានអាយ៉ូនឹងវាយខ្ទប់មកកន្លែងអញ្ចឹងហើយគ្រោមក៏បានយកឱកាសនឹងធ្វើពើជាអួតឈាមហើយនិយាយប្រាប់អាយ៉ូនឹងថាខ្លួននឹងគឺមានជំងឺឆ្លងដែលធ្វើឲ្យអាយ៉ូនឹងមិនហ៊ានទៅចិត្តអញ្ចឹងហើយគ្រោមក៏បានយកឱកាសមួយនឹងវាយឲ្យទាត់អាយ៉ូចំក្តរធ្វើឲ្យវានឹងគាំងមកកន្លែងបន្ទាប់មកគ្រោមក៏បានរត់គេចបាត់ទៅនៅពេលគ្រោមទៅដល់ប្រទេសវិញពួកអ្នកភូមិនឹងក៏បានកោតសរសើរគ្រោមនឹងយ៉ាងខ្លាំងរួមទាំងសេងគឺផងដែរបន្ទាប់មកគ្រោមនឹងក៏បានប្រាប់នៅមធ្យោបាយរត់គេចរបស់ខ្លួនដោយប្រើវិធីសាស្ត្រមួយនឹងហើយដោយប្រើទឹកថ្នាំពណ៌ក្រហមដើម្បីបោកប្រាស់ពួកអ្នកយាមមួយនឹងចំណែកឯអាយ៉ូវិញនៅពេលដែលវាដឹងថាខ្លួននឹងត្រូវគេបោកវាក៏បានខឹងយ៉ាងខ្លាំងចំណែកឯសេងគឺវិញនៅពេលដែលជួយគ្រោមបានរួចសេងគឺនឹងក៏បានបដូរផែនការទៅដណ្ដើមយកទឹក purify វិញហើយបើសិនបើពួកគេអាចដណ្ដើមយកលអាងទឹកនឹងបានពួកគេនឹងអាចយកឈ្នះសិកសាហើយចំណែកឯសិកសាវិញគឺមិនចង់បាត់បង់ឡាងទឹកមួយនឹងទេអញ្ចឹងហើយសិកសានឹងក៏បានឲ្យកូនចៅរបស់ខ្លួនជាច្រើនទៅការពារនៅឡាងមួយនឹងអញ្ចឹងហើយសេងគឺបានឲ្យថៃជឿនឹងយីស៊ីហានឹងទៅបញ្ចុះបញ្ចូលគ្នាសិកសានឹងឲ្យចូលគ្នាសេងគឺវិញធ្វើអញ្ចឹងទៅសិកសានឹងគឺមានគ្នាតិចដើម្បីការពារឡាងទឹក purify នឹងអញ្ចឹងហើយជានឹងក៏បានបដូរសម្លេងទៅជាតារាចម្រៀងអាមេរិកម្នាក់មកប្រាប់គ្នាសិកសាថាមិនបាច់វាយគ្នាទៀតទេពីព្រោះពួកទាហានអាមេរិកនឹងមកជួយហើយប៉ុន្តែនៅពេលនោះអាអ៊ឺខ្យូនឹងក៏បានលឺអញ្ចឹងហើយវាក៏បានមកនិយាយជាមួយដើម្បីស្ដាប់មើលថាតើវាគឺជាសម្លេងពិតឬក៏អត់ហើយដោយសារតែអ៊ឺខ្យូនឹងគឺមានតិចល្អអញ្ចឹងហើយវាក៏បានដឹងភ្លាមតែម្ដងថាសម្លេងហ្នឹងគឺជាជីនហើយអាអ៊ឺខ្យូនឹងគឺមិនចង់ធ្វើជាសត្រូវជាមួយសេងគឺនឹងទេគឺវានឹងគឺចង់ជួយសេងគឺនឹងវិញដោយសារតែឲ្យតែសេងគឺនឹងសន្យាជាមួយវាថាបើសិនបើគ្មាននរណាគេស្លាប់នៅក្នុងសង្គ្រាមមួយនេះហើយមូលហេតុដែលអ៊ឺខ្យូនឹងចង់ជួយសេងគឺដោយសារតែសេងគឺនឹងគឺបានឲ្យយូស្រីហានឹងផ្គុំរូបចម្លាក់ដែលសិកសាបានកំទេចនឹងដើម្បីជួយឲ្យមនុស្សម្នាក់នឹងរស់ឡើងវិញមូលហេតុនេះហើយទៅធ្វើឲ្យអ៊ឺខ្យូនឹងគោរពសេងគឺនឹងយ៉ាងខ្លាំងហើយក៏បានយកព្រមជួយសេងគឺនឹងដើម្បីបញ្ឈប់សិកសាដោយសារតែកាលពីមុនហ្នឹងអាអ៊ឺខ្យូនឹងគឺជាមនុស្សល្អម្នាក់ដែរដែលមិនចង់ឃើញមនុស្សស្លាប់នោះទេក្រោយពីសហការគ្នារួចអាអ៊ឺខ្យូនក៏បានប្រាប់សេងគឺនឹងឲ្យប្រុងប្រយ័ត្នជាមួយនឹងអាខ្យូកាបន្តិចដោយសារតែវានឹងគឺជាមនុស្សដែលខ្លាំងជាងគេបន្ទាប់ពីសិកសាហើយអាខ្យូកានឹងបានសម្លាប់គ្នាឯងហើយវាក៏មានគោលបំណងប្រុងសម្លាប់សិកសាផងដែរដើម្បីសម្រេចគោលបំណងរបស់វាចំណែកឯសិកសាវិញនៅពេលដែលកំពុងកាយភ្នូររបស់កូនចៅរបស់ខ្លួននឹងក៏បានឃើញម៉ាស៊ីនទូរស័ព្ទរបស់សេងគឺនឹងហើយក៏បានបញ្ញាប់រត់ទៅកម្ចាត់សេងគឺមួយនឹងចំណែកឯសេងគឺវិញគឺបានរៀបចំយុទ្ធក្រោះនឹងកងទ័ពរបស់ខ្លួនដើម្បីទៅវាយលុកហើយនៅពេលដែលកូនចៅរបស់សិកសាឃើញយុទ្ធក្រោះនឹងពួកវានឹងក៏លែងបាក់ទឹកចិត្តវាយទៅហើយអញ្ចឹងហើយធ្វើឲ្យគ្នាសេងគឺនឹងទៅចូលវាយនឹងចាប់ចងគ្នាសិកសាបានយ៉ាងងាយស្រួលក្នុងរយៈពេលតែ1នាទីឯងនៅពេលនោះសង្សាររបស់សិកសាក៏បានឃើញគ្នាសិកសានឹងចាញ់អស់អញ្ចឹងហើយនាងក៏បានយកឱកាសហ្នឹងដើម្បីទៅប្រាប់សង្សាររបស់នាងប៉ុន្តែក៏ត្រូវបានអាអ៊ឺខ្យូនឹងចាប់ទាន់ហើយគ្នាសេងគឺនឹងក៏បានយកឈ្នះប៉ុន្តែការប្រយុទ្ធហ្នឹងគឺវាមិនតាន់ចប់នោះទេដោយនៅពេលនោះសិកសានអ៊ឺខ្យូនឹងក៏បានមកដល់ហើយសេងគឺនឹងដឹងថាខ្លួននឹងគឺមិនអាចយកឈ្នះសិកសាបាននោះទេប៉ុន្តែសេងគឺនឹងក៏មិនចង់ចោះចាញ់ផងដែរអញ្ចឹងហើយសេងគឺនឹងបានប្រាប់ឲ្យគ្នារបស់ខ្លួននឹងហាមឃាត់សិកសាដើម្បីទុកពេលវេលាឲ្យសេងគឺដើម្បីបង្កើតក្របបែក我々でわずかに持ちこたえさえすればみんなរវល់វាយជាមួយនឹងគ្នាសេងគឺនឹងក៏បានចាប់ផ្ដើមបង្កើតក្របបែកដ៏គ្រោះថ្នាក់មួយដែលមានឈ្មោះថា Dynamite ក្របបែក Dynamite ដែលសេងគឺនឹងគឺប្រងប្រើក្របបែកមួយហ្នឹងដើម្បីមកចរចាជាមួយនឹងសិកសាហ្នឹងដោយសេងគឺនឹងបានសន្យាថានឹងជួយប្អូនស្រីរបស់សិកសាមួយហ្នឹងឲ្យរស់ឡើងវិញដោយសារតែកាលពីមុនហ្នឹងប្អូនស្រីរបស់សិកសាហ្នឹងមានជំងឺមហារីកហើយត្រូវការលុយព្យាបាលយ៉ាងច្រើនហើយដោយសារតែពុកម្ដាយសិកសាហ្នឹងគឺអត់រវីរវល់ជាមួយកូនអញ្ចឹងហើយសិកសាហ្នឹងក៏បានចាប់ផ្ដើមវឹកហាត់ហើយវាយបដាដើម្បីយកលុយមកព្យាបាលប្អូនស្រីរបស់ខ្លួនអញ្ចឹងហើយសិកសាហ្នឹងក៏បានសុំចោះចាញ់ហើយពួកគេក៏បានចាប់ផ្ដើមទៅរកប្អូនស្រីរបស់សិកសាមួយហ្នឹងហ
ហើយមន្ទីរពេទ្យដែលប្អូនស្រីសិក្សានៅគឺត្រូវបានកប់នៅក្នុងភ្នំហើយអញ្ចឹងហើយសេងគឺនឹងក៏បានប្រើក្របបែកដើម្បីបំផ្ទុះហើយកាយរកក្រៅពីកាយរកឃើញរួចសេងគឺនឹងក៏បានចាក់ទឹក purify នឹងចូលហើយទឹកនឹងក៏បានចាប់ផ្ដើមព្យាបាលរាងកាយរបស់ប្អូនសិក្សាមួយនឹងជាសះស្បើយឡើងវិញហើយនាងក៏បានសួរសិក្សាថាតើនាងនឹងបានដេកអស់រយៈពេលប៉ុន្មានឆ្នាំហើយដែលសិក្សាបានប្រាប់ថា6ឆ្នាំក្រោយមកពួកអ្នកភូមិក៏បាននាំគ្នាត្រឡប់ទៅភូមិរបស់ពួកគេវិញនៅពេលនោះអាខ្យូកានឹងក៏បានប្រាប់ឲ្យមីរ៉ៃនឹងដែលជាប្អូនស្រីសិក្សានឹងឲ្យនាងទៅលាងមុខនៅក្នុងទន្លេបន្ទាប់មកវាក៏បានលួចក្របបែករបស់សេងគឺនឹងមកបន្ទុះលាងទឹក purify នឹងហើយនៅពេលដែលប្អូនស្រីរបស់សិក្សាកំពុងលាងមុខនឹងវាក៏បានយកលំពែងនឹងប្រងចាក់សម្រាប់ប្អូនស្រីរបស់សិក្សាធ្វើឲ្យសិក្សានឹងមកការពារប្អូនស្រីរបស់ខ្លួនធ្វើឲ្យលំពែងចាក់ចំសិក្សាដោយសារតែវានឹងគឺចង់សម្រាប់សិក្សានឹងយូរមកហើយនៅពេលដែលសេងគឺប្រងជួយសិក្សានឹងវាក៏បានទាត់សេងគឺនឹងសិក្សាជិះធ្លាក់ចូលទន្លេហើយបន្ទាប់មកវាក៏បានចុះតាមក្រោយពីពួកគេចេញពីទន្លេរួចខ្យូកានឹងក៏បានប្រាប់នៅផែនការរបស់វាដែលផែនការរបស់វានឹងគឺស្តៀងនឹងសិក្សាដែរប៉ុន្តែវានឹងគឺអត់ចង់ជួយក្មេងៗនោះទេគឺវាចង់ជួយមនុស្សណាដែលខ្លាំងនឹងឆ្លាតវៃដូចសេងគឺអញ្ចឹងហើយវានឹងគឺចង់ឲ្យសេងគឺនឹងចូលរួមផែនការរបស់វាប៉ះសិនបើសេងគឺនឹងបដិសេធវានឹងធ្វើទរណកម្មសេងគឺរហូតដល់សេងគឺនឹងយល់ព្រមដែលធ្វើឲ្យសេងគឺនឹងភ័យសន្ស្លាវប៉ុន្តែនៅពេលនោះសិក្សាគឺនៅរស់អញ្ចឹងហើយសេងគឺនឹងសិក្សាក៏បានរួមដៃគ្នាវាយជាមួយនឹងខ្យូកានឹងこれは工場でそうだねならばなぜもがくのですか指先に包帯さっき私が切ったどうやってあんな瞬時に着火をどこからいつの間にそんな機器10万ボルトのスタンガンが爆弾だつかហើយនៅពេលដែលខ្យូកានឹងប្រងចាក់សម្រាប់សិក្សានឹងសេងគឺនឹងក៏បានយកថ្មទូរស័ព្ទនឹងមកឆក់ខ្យូកានឹងធ្វើឲ្យវានឹងសម្លាប់មកកន្លែងបន្ទាប់មកពួកអ្នកភូមិក៏បាននាំគ្នាជប់លៀងចំណែកឯអ្នកយាមយន្តនឹងវាប្រងយកឱកាសនឹងដើម្បីត្រូវគ្នាជាមួយនឹងក្រុមវិញអញ្ចឹងហើយវាក៏បានស្ម័គ្រចិត្តជួយអញ្ចឹងហើយយឺស្លីហានក៏បានឲ្យវានឹងជួយផ្គុំរូបចម្លាក់ដែលបាក់បែកនឹងដែលធ្វើឲ្យវានឹងលៀនភ្នែកចេញមកក្រៅដោយសារតែរូបចម្លាក់នឹងគឺវាច្រើនពេកចំណែកឯសិក្សាវិញគឺរបួសធ្ងន់ហើយមិនអាចរស់បានយូរនោះទេអញ្ចឹងហើយសិក្សានឹងក៏បានប្រាប់នៅទីតាំងរូបចម្លាក់ដែលខ្លួននឹងបានកំទេចនឹងសម្រាប់នឹងចំណែកឯសេងគឺវិញគឺកំពុងតែព្យាយាមធ្វើស្នាមដើម្បីបិទរបួសដើម្បីទុកពេលឲ្យសិក្សារស់បានយូរបន្តិចអញ្ចឹងហើយដើម្បីជួយសិក្សាណាសេងគឺក៏បានប្រើជំរើសចុងក្រោយគឺប្រើទឹក purify បន្ទាប់មកសេងគឺក៏បានធ្វើការវះកាត់ទៅលើសិក្សាធ្វើឲ្យយឺស្រីហានឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសេងគឺនឹងបាននិយាយលេងសើចថាបើសិនបើសិក្សាជាមនុស្សខ្លាំងយ៉ាងហើយសិក្សានឹងមិនបាច់ចាំត្រូវការឆ្នាំស្ពឹកអីនោះទេដែលធ្វើឲ្យប្អូនស្រីសិក្សាស្លាប់មកកន្លែងបាត់ទៅក្រោយពីការវះកាត់រួចសេងគឺនឹងក៏បានប្រាប់សិក្សានឹងមធ្យោបាយដើម្បីជួយសិក្សានឹងគឺសេងគឺនឹងចង់ប្រើធម្មពលពន្លឺនឹងធ្វើឲ្យសិក្សានឹងខ្លាយទៅជាថ្មឡើងវិញរួចប្រើទឹក purify នឹងដើម្បីព្យាបាលរបួសប៉ុន្តែមធ្យោបាយនេះគឺត្រូវការសម្រាប់សិក្សានឹងហើយទុករាងកាយរបស់សិក្សានៅក្នុងម៉ាស៊ីនត្រជាក់ដើម្បីការពាររាងកាយនឹងហើយបន្ទាប់មកសេងគឺនឹងគឺត្រូវការធ្វើដំណើរដើម្បីស្វែងរកពន្លឺមួយនឹងក្រោយពីធ្វើម៉ាស៊ីនរួចសេងគឺនឹងសិក្សាក៏បាននិយាយគ្នាលេងលើកចុងក្រោយដែលសេងគឺនឹងគឺបាននិយាយលេងជាមួយសិក្សារហូតដល់សិក្សាស្លាប់俺は自分のことをそんな風には思ってないああスーパーマリオ様だただパワー100億%幻覚だ思うだろ絶対壊れんようにព្រឹកឡើងសេងគឺក៏បានប្រមូលគ្នាទាំងអស់ដើម្បីមកនិយាយអំពីផែនការរបស់ខ្លួននឹងដែលសេងគឺនឹងគឺចង់ធ្វើដំណើរស្វែងរកពន្លឺដែលធ្វើឲ្យមនុស្សនឹងខ្លាចជាថ្មនឹងអញ្ចឹងហើយសេងគឺនឹងបានបង្កើតទូកយ៉ាងធំដើម្បីធ្វើដំណើរជុំវិញពិភពលោកអញ្ចឹងហើយ anime Dr. Stone ហ្នឹងក៏បានធ្វើចាប់ដំណឹងដែរ